បាទសួស្តីអ្នកនរគ្នាតោះឥឡូវនេះយើងបន្តសាច់រឿងយើងបន្តទៀតបាទអញ្ចឹងចំពោះរឿង Valin គឺបានបាត់ទៅហើយបាទខ្ញុំខាង YouTube វាថាមិនទេជាប់ review content ទៀតហើយអញ្ចឹង admin គឺត្រូវតែលុបបាត់វាចោលវាប្លុកអត់ឲ្យឃើញទេអញ្ចឹងក៏មិនដឹងថាម៉េចទេមានតែកែថ្មីគ្មានពេលកែទេបាទអា channel ចាស់អញ្ចឹងឥឡូវ channel ថ្មីទៀតហើយដឹងគិតមិនមកអត់បានបាក់វៃម្ដងនេះអញ្ចឹងបន្តពីភាពមុនបន្តពី zooming ប្រយុទ្ធជាមួយនឹងមនុស្សម្នាក់មកពីកោសម្ព័ន្ធភ្នំខ្មៅគាត់ក៏បានឆ្ងល់ហើយថាតើមនុស្សនេះគឺជានរណាទៅហើយអ្វីបានជាកោសម្ព័ន្ធភ្នំងឹតមានអ្នកហ្វឹកហាត់ដែលមានអំណាចខ្លាំងបែបនេះហើយស្ថិតនៅក្នុងកម្រិតអាយុតិចបែបនេះទៀតបរិះនោះបានក្អួតចិញ្ចៀមភ្លាមមានការតក់ស្លុតនៅក្នុងមុខរបស់គាត់កម្មហាររបស់គាត់គឺពិតជាមិនល្អនោះទេកម្មហាររបស់ស៊ូមីងគឺពិតជាមិនគួរឲ្យជឿខ្លាំងពេកភ្លាមនោះគាត់បានយករបាំងឈើចេញមកគាត់បានវាប្រហារទៅកាន់ស៊ូមីងម្ដងទៀតយ៉ាងឈួតលីលាគាត់បានបន្តដំណាក់កំសាឈាមរបស់គាត់មួយដុំគាត់ចង្អុលទៅកាន់វាបន្តិចនោះវាបានប្រែក្លាយជាអាប់ឈាមភ្លាមនោះស៊ូមីងក៏បានកវីដៃបន្តិចនោះថ្នាំធលីខាចាយបានប្រែក្លាយទៅជាអាប់ឈាមដូចគ្នាហើយគាត់បានបញ្ញាហក់ទៅរកបរិះនោះភ្លាមដៃស្ដាររបស់ស៊ូមីងបានទម្លុះអាប់ឈាមយ៉ាងលឿនក្នុងល្បឿនដ៏លឿនបំផុតហើយបុកទៅកាន់ដើមទ្រូងរបស់បរិះម្នាក់នោះសំឡេងបន្ទូបន្លឺឡើងយ៉ាងខ្លាំងនៅពេលដែលការវិភាគរបស់គាត់បានប៉ះជាមួយនឹងរបាំងឈើដែលបរិះរាន់ចូលមកការពារគេបានត្រឹមតែបើកភ្នែកធំហើយថានេះពិតជាមិនអាចទៅរួចទេឈាមបានហូរចេញពីជ្រុងមាត់របស់គាត់នៅដើមទ្រូងគាត់មានស្នាមប្រឡាក់ឈាមដោយកណ្ដាប់ដៃរបស់ស៊ូមីងភ្លាមនោះគាត់បានដូរគោលដៅរបស់គាត់បន្ទាប់ពីបរិះម្នាក់នេះបានត្រូវរងរបួសរួចហើយគាត់ក៏ទៅរកអ្នកចម្បាំងផ្សេងទៀតដែលមកពីកោសម្ព័ន្ធភ្នំខ្មៅមនុស្សគ្រប់គ្នាដែលមកពីកោសម្ព័ន្ធភ្នំខ្មៅបានឃើញកម្មយុទ្ធរបស់ស៊ូមីងយ៉ាងច្បាស់ពួកគេមិនអាចជឿអ្វីដែលពួកគេបានឃើញបានឡើយនេះវាគ្រាន់តែជារឿងដែលមិនអាចទៅរួចពេកប្រធានក្រុមការពាររបស់ពួកគេត្រូវបានស្លាប់ភ្លាមនៅនឹងកន្លែងដោយសារតែក្មេងប្រុសម្នាក់មិនត្រឹមតែពាក្យខីខាងសត្រូវទេសូម្បីតែភាគីខាងស៊ូមីងក៏ភ្ញាក់ផ្អើលផងដែរពួកគេគឺពិតជាស្គាល់ស៊ូមីងច្បាស់ណាស់ថាគាត់គ្រាន់តែជាមនុស្សធម្មតាមិនមានការហ្វឹកហាត់នោះទេក្រៅពីពួកគេមានអារម្មណ៍ថាភ្ញាក់ផ្អើលក៏មានអារម្មណ៍ថាដូចជាឈាមកំពុងតែពុះកញ្ជ្រោលផងដែរពួកគេក៏បានស្រែកឲ្យថាសម្លាប់ពួកគេចោលទាំងអស់សម្លាប់អ្នកដែរបំផ្លាញកោសម្ព័ន្ធរបស់យើងសម្លាប់ពួកដែលឈ្លានពានចោលអស់សមាជិកនៃកោសម្ព័ន្ធក៏បានស្រែកឡើងបន្តគ្នាស៊ូមីងក៏បានវាយប្រហារមួយដៃទៅកាន់សមាជិកម្នាក់ទៀតនៃកោសម្ព័ន្ធភ្នំខ្មៅស៊ូមីងបានវាយប្រហារជុំវិញវាធ្វើឲ្យមនុស្សគ្រប់គ្នានៅកោសម្ព័ន្ធភ្នំខ្មៅមានការភ័យខ្លាចស៊ូមីងក៏ពិតជាការសាហាវខ្លាំងពេកហើយគាត់មិនដែលសម្លាប់មនុស្សច្រើនបែបនេះទេពីមុនមកនេះគឺជាលើកទី2ហើយដែលគាត់បានសម្លាប់មនុស្សច្រើនបែបនេះភ្លាមនោះសមាជិកកោសម្ព័ន្ធភ្នំខ្មៅមកបន្ថែមទៀតវាកាន់តែច្រើនជាងមុនទៅទៀតមនុស្សនៅក្នុងកោសម្ព័ន្ធរបស់ស៊ូមីងគ្មានអ្វីក្រៅពីតស៊ូដើម្បីជីវិតរបស់ពួកគេតែប៉ុណ្ណោះពួកគេនឹងលះបង់អ្វីៗគ្រប់យ៉ាងសូម្បីតែជីវិតដើម្បីការពារប្រទេសសម្បែរបស់ពួកគេពីកោសម្ព័ន្ធផ្សេងដែលចង់បានកោសម្ព័ន្ធរបស់ពួកគេមិនខ្លាចសេចក្តីស្លាប់ឡើយការតស៊ូនេះគឺពិតជាធ្វើដើម្បីមនុស្សជាទីស្រឡាញ់ដើម្បីកូនចៅចំនួនក្រោយរបស់ពួកគេសំឡេងយំសោករបស់ក្មេងៗក៏បានបន្លឺឡើងកូនរបស់ពួកគេក៏បានស្រែកថាម៉ែពុកហេតុអ្វីបានជាផ្ទៃមេឃមានពណ៌ខៀវតើវាដោយសារតែលោកពុកកំពុងតែការពារពួកយើងពីខាងលើផ្ទៃមេឃតើមែនទេលោកពុកហេតុអ្វីបានជាផ្កាភ្លឺផ្លែតនៅពេលដែលពេលយប់មកដល់អញ្ចឹងតើវាដោយសារតែអ្នកម៉ែកំពុងតែសម្លឹងមើលមកយើងពីខាងលើមេឃតើមែនទេក្មេងៗចាប់ដើមរអ៊ូទាំនៅពាក្យមួយចំនួនទាំងអស់នេះសំឡេងរបស់ពួកគេបានបង្ហាញនូវភាពសរសើរនិងការយំសោកវាលីឡើងគ្នាបន្តិចម្ដងរហូតដល់ក្លាយជាតន្ត្រីមួយបង្ហាញនូវភាពសោកសៅនិងភាពក្តុកក្តួលក្នុងចិត្តរបស់ពួកគេក៏បាននិយាយបន្តទៀតហើយថាឡាស៊ូអ្នកមិនឯកោនៅខាងលើមេឃទេកុំយំសោកអីកុំឲ្យយំពុកនិងម៉ែមើលពួកឯងពីខាងលើមេឃជារៀងរាល់ឆ្នាំជារៀងរាល់ថ្ងៃទេខ្ញុំមិនយំទេកូនមិនយំទេខ្ញុំនឹងមិនសោកសៅឡើយខ្ញុំក៏មិនឯកោដែរខ្ញុំដឹងថាអ្នកទាំងអស់គ្នាសម្លឹងមើលមកខ្ញុំពីខាងលើខ្ញុំគឺពិតជាសប្បាយចិត្តណាស់ទឹកភ្នែកបានហូរចេញពីភ្នែករបស់ស៊ូមីងនៅពេលដែលគាត់កំពុងតែប្រយុទ្ធដោយបង្ហូរឈាមសំឡេងក្មេងយំនៅពីខាងក្រោយវាធ្វើឲ្យគាត់កាន់តែមានអារម្មណ៍ថាឈឺចាប់យ៉ាងខ្លាំងបេះដូងរបស់គាត់មានអារម្មណ៍ថារមូលដូចជាមានកំបិតរាប់ពាន់មកចាក់ចូលបេះដូងរបស់គាត់ល្បឿនរបស់គាត់នៃការវិភាគកាន់តែលឿនឡើងវាធ្វើឲ្យកណ្ដាប់ដៃរបស់គាត់ប្រឡាក់ទៅដោយឈាមចម្រៀងនៃបុណ្យសពនៃភាពទុក្ខសោកក៏បានបន្លឺឡើងក្រៅពីបទចម្រៀងនៃបុណ្យសពដ៏សោកសៅមួយនេះស៊ូមីងក៏បានស្លើសំឡេងនៃការបន្ទោសខ្លួនឯងផងដែរសំឡេងបន្ទោសខ្លួនឯងរបស់អ្នកចម្បាំងនីមួយៗបានមកពីកោសម្ព័ន្ធរបស់គាត់ពួកគេបានជ្រើសរើសបំផ្ទុះកម្លាំងរបស់ពួកគេទាំងអស់បំផ្លាញសត្រូវដែលចង់សម្លាប់មកកាន់កោសម្ព័ន្ធរបស់ពួកគេម៉ែទៅនៅក្នុងកម្រិតទី1ចុះហ៊ានបំផ្ទុះខ្លួនឯងបានណាកម្លាំងប៉ុណ្ណានេះស៊ូមីងបានបន្តវិភាគឈាមក៏បានកោចេញពីមាត់របស់គាត់ទាំងដុំគាត់ឃើញសមាជិកទាំងអស់របស់គាត់កំពុងតែលេងភ្លេងនៃភាពសោកសៅជាងនៅចម្រៀងនៃបុណ្យសពភ្នែករបស់សមាជិកនៃកោសម្ព័ន្ធមួយចំនួនប្រែក្លាយទៅជាស្រអាប់បទចម្រៀងនៃពួកគេបានលេងនេះគឺជាចម្រៀងនៃការកាន់ទុក្ខនៅក្នុងកោសម្ព័ន្ធរបស់ពួកគេស៊ូមីងបានបិទភ្នែករបស់គាត់បន្តិចម្ដងហើយងាកចេញពីការសម្លឹងមើលរបស់គាត់ទៅកាន់មនុស្សគ្រប់គ្នាពេលនេះគាត់បានឃើញបរិះ3នាក់មកពីកោសម្ព័ន្ធភ្នំខ្មៅឈរនៅពីមុខបៃលីងនៅទិសម្ខាងទៀតពួកគេទាំង3នាក់បង្ខំឲ្យបៃលីងដកថយពួកគេបានសើចទាំងការរំភើបនូវរបស់បៃលីងបានបាក់ទៅហើយមានរបួសជាច្រើននៅលើដងខ្លួនរបស់គាត់ដើមទ្រូងរបស់គាត់ត្រូវបានបើកចំហឈាមបានហូរចេញមកពីរបួសរបស់គាត់មុខរបស់គាត់ស្លេកស្លាំងយ៉ាងខ្លាំងទឹកមុខរបស់គាត់មានភាពកាចសាហាវនិងមានភាពមើងម៉ាត់ខ្លាំងណាស់ក្នុងការត
ស៊ូជាមួយនឹងសត្រូវសមាជិកកសិផលផ្សេងទៀតក៏បានធ្វើដូចគ្នាទោះបីជាកសិផលរបស់គាត់ត្រូវបានការពារពីពន្លឺរបស់រូបសំណាកព្រះម៉ានស៊ូក៏ដោយក៏ពួកគេនៅតែមិនអាចស៊ូទ្រាំបានយូរទេឈិនស៊ីននៅពីខាងក្រោយបៃលីងនាងបានស្រាយប្រាប់ប្រកាន់គាត់នៅពេលដែលស្ត្រូវបានបើកការវិប្រហារស៊ូមីងឈរនៅចម្ងាយឆ្ងាយពីពួកគេគាត់មិនអាចលឺពួកគេបានទេបរិប3នាក់ក្នុងចំណោមមនុស្សទាំងអស់នោះបានហក់ទៅរកបៃលីងក្នុងពេលតែមួយពួកគេបានសើចយ៉ាងសាហាវនៅពេលដែលពួកគេបានហោះទៅខាងមុខសម្ដៅទៅរកបៃលីងឈិនស៊ីននៅពីខាងក្រោយបានស្រែកយំយ៉ាងខ្លាំងបៃលីងបានញញឹមទាំងការខូចចិត្តពេលនេះគាត់មិនអាចស៊ូទ្រាំបានទេគាត់អស់កម្លាំងខ្លាំងហើយគាត់បានបិទភ្នែកហើយបាននិយាយថាមិនអីទេចាប់តាំងពីពួកឯងមកដល់ហើយដូច្នេះចូលទៅជាមួយនឹងខ្ញុំទៅចុះគាត់ហ៊ាននឹងធ្វើការផ្ទុះខ្លួនឯងទៅហើយនោះសំឡេងក្រហមនៅខ្លាំងខ្លាក៏បានមានឡើងពីផ្ទៃមេឃមនុស្សទាំង3នាក់នោះមានអារម្មណ៍ថាបេះដូងរបស់គេបានញ័រយ៉ាងខ្លាំងនៅពេលដែលសំឡេងនោះបានមានឡើងវាធ្វើឲ្យផ្ទៃមេឃនិងផែនដីបានញាប់ញ័រលំពេងពណ៌ខ្មៅងងឹតមួយបានស្ទុះទៅរកបៃលីងក្នុងល្បឿនដ៏លឿនបំផុតនៅពេលដែលវាហាយចន្លោះរវាងពួកគេចាក់ទៅកាន់បរិះដែលបានហក់មករកគាត់វាបានដោតបរិះម្នាក់នោះទៅលើដីភ្លាមក្នុងពេលជាមួយគ្នាដែរកម្លាំងជីដ៏ខ្លាំងក្លាក៏បានផ្ទុះឡើងរីករាលដាលពីពេញជុំវិញនេះរាងកាយបរិះនោះបានផ្ទុះឡើងទៅជាអាប់ឈាមហើយប្រែក្លាយជាកំណោសាច់ហើយនឹងឈាមបរិះពីរនាក់ទៀតបានឈរទាំងញ័រខ្លួនយ៉ាងខ្លាំងហើយបានដកថយក្រោយភ្លាមនៅពេលដែលពួកគេបានកកចិញ្ចៀមពេញមាត់ផ្នែករបស់ប៉ៃលីងសម្លឹងមើលទៅកាន់មនុស្សដែលបានហក់មកដូចផ្លេម៉ូតូដោយភាពមិនជឿស៊ូមីងគាត់ឈរបាំងនៅពីខាងមុខបៃលីងខ្នល់របស់គាត់មើលទៅដូចជាភ្នំដ៏ធំមួយយ៉ាងអញ្ចឹងពេលនេះគាត់បានការពារបៃលីងដោយអស់ពីកម្លាំងចិត្តរបស់គាត់ណាសម្លាប់របស់គាត់គឺពិតជាសាហាវខ្លាំងណាស់អូរ៉ារបស់គាត់បានបញ្ចេញមកលេបទៅបាក់កម្លាំងផ្ទៃមេឃនិងផែនដីនៅពេលដែលគាត់ឃើញចំហាយរបស់ស៊ូមីងនេះគាត់បានដឹងខ្លួនភ្លាមៗថាចំហាយដែលបញ្ចេញមកពីស៊ូមីងនេះគឺដូចគ្នាជាមួយនឹងមនុស្សម្នាក់ដែលបានវាប្រហារទៅកាន់អ៊ូសែនក្នុងកំឡុងពេលដែលអ៊ូសែនកំពុងតែលេបទៅបាក់យកឈាមហើយអ្នកដែលបានដាក់ឈាមមួយដំណក់មកក្នុងបន្ទប់របស់គាត់បន្ទាប់ពីពេលនោះក៏ជាស៊ូមីងដូចគ្នាហើយគាត់ក៏រំលឹកទៅកាន់ការសាល់បងលើកដំបូងវិញក៏ដឹងហើយថាមនុស្សនោះគឺជាស៊ូមីងនឹងឯងឬបែបនេះហាក់បីជាផ្លេម៉ូតូរាប់ពាន់គ្រាប់បាញ់មកលើបេះដូងរបស់គាត់យ៉ាងអញ្ចឹងដែរវាធ្វើរាងកាយរបស់គាត់បានញ័រយ៉ាងខ្លាំងគាត់មិនហ៊ានជឿនៅអ្វីដែលគាត់បានគិតនោះទេហើយក៏មិនអាចយល់ថាវាកើតឡើងដោយរបៀបណាដែរគាត់បានត្រឹមតែរអ៊ូននៅក្នុងចិត្តតើវាអាចកើតឡើងដោយរបៀបណាទៅតើវាអាចជាគាត់បានដោយរបៀបណាឈិនស៊ីននាងបានអោបបៃលីងពីខាងក្រោយនាងគឺពិតជាមានការខូចចិត្តយ៉ាងខ្លាំងនៅពេលដែលឃើញសភាពរបស់គាត់បែបនេះស៊ូមីងបានឈរនៅចំពោះមុខពួកគេរាងកាយបរិះដែលត្រូវបានដុតលំពេងនោះត្រូវផ្ទុះទៅជាអាប់ហើយនឹងឈាមភ្លាមល្បឿនរបស់ស៊ូមីងគឺពិតជាលឿនខ្លាំងពេកបញ្ញាទៅរកមនុស្សពីរនាក់ទៀតដែលបានរត់ថយក្រោយបរិះម្នាក់ស្ថិតនៅក្នុងកម្រិតទី7នៃអាណាចក្រកម្មករឈាមគាត់បានដកថយតែប្រមាណជាភានតែប៉ុណ្ណោះគាត់ស្រាប់តែមានអារម្មណ៍ថាផ្នែករបស់គាត់ប្រែទៅជាស្រអាប់ភ្លាមគាត់មានអារម្មណ៍ថាគ្រោះថ្នាក់គឺបានមកដល់ហើយស៊ូមីងបានមកដល់លឿនពេកមុនពេលដែលបរិះនោះអាចដកថយបាននោះស្រាប់តែសំឡេងដ៏ខ្លាំងក្លានៃពន្លឺលំពេងបានហក់ចូលមកភ្លាមរាងកាយទាំងមូលរបស់គាត់បានផ្ទុះទៅជាអាប់ហើយនឹងឈាមបន្ទាប់ពីលំពេងបុកចូលទ្រង់ភ្លាមនោះគាត់ក៏បានបែរទៅរកមនុស្សម្នាក់ទៀតស៊ូមីងបានបន្លាស់ទីដូចជាផ្លេតបន្ទោយ៉ាងអញ្ចឹងស្នាមញញឹមរបស់គាត់គឺពិតជាកាយសាហាវខ្លាំងណាស់បរិះនោះពុពេញទៅឲ្យភាពភ័យខ្លាចយ៉ាងខ្លាំងគាត់មិនអាចមើលតាមរយៈស៊ូមីងបាននោះទេហើយមើលឃើញថាតើដៃគូរបស់គាត់ស្លាប់ដោយរបៀបណានោះគឺពិតជាមិនអាចពិពណ៌នាបានគាត់បានស្រែកដោយការភ័យខ្លាចភ្លាមនៅក្នុងកម្រិតរបស់គាត់នោះស៊ូមីងគឺដូចជាបិសាចយ៉ាងអញ្ចឹងនេះមិនមែនជាមនុស្សដែលអាចប្រយុទ្ធជាមួយនឹងគាត់បានទេគាត់មិនអាចប្រយុទ្ធជាមួយនឹងស៊ូមីងបានទេគាត់ត្រូវតែរត់បានលឿនប៉ុន្តែមុនពេលដែលគាត់អាចថយក្រោយបាននោះសំឡេងដ៏ខ្លាំងក្លាក៏បានឡើងភ្លាមថាពលពន្លឺលំពេងដ៏កាចសាហាវបានទម្លុះតាមអាកាសចាក់ទម្លុះករបស់គាត់ភ្លាមគាត់ក៏បានស្លាប់ទៅមួយរំពេចភ្នែកក្លែងមកកម្មវិធីក្រុមការពារវិញគាត់មានការរហ័សយ៉ាងខ្លាំងគាត់បន្តប្រយុទ្ធឆាងជាមួយនឹងមេដឹកនាំកងសម្ព័ន្ធភ្នំខ្មៅដែលស្ថិតនៅក្នុងប្រទេសទី8នៃអាណាចក្រកម្មអង្គរឈាមស៊ូមីងបានដើរទៅរកបៃលីងហើយបានឈប់នៅចំពោះមុខគាត់បន្ទាប់មកគាត់បានយកលំពេងដោតជាប់ទៅនឹងដីបៃលីងមើលទៅមានការស្ទើរបន្តិចមុនពេលដែលគាត់បាននិយាយថាអរគុណស៊ូមីងបានចាត់លំពេងរបស់គាត់ដើរចេញទៅហើយក៏បាននិយាយថារឿងនេះវាបានកើតឡើងរួចទៅហើយដូច្នេះបំភ្លេចវាទៅចុះឯងត្រូវតែនៅរស់ដើម្បីឈិនស៊ីនបន្ទាប់មកគាត់បានលោតទៅកាន់ហ្វូងមនុស្សហើយធ្វើការប្រយុទ្ធយ៉ាងសាហាវជាមួយនឹងកងសម្ព័ន្ធខ្មៅម្ដងទៀតនៅពេលដែលស៊ូមីងរត់ទៅខាងមុខការសម្លឹងមើលដោយមិនដាក់ភ្នែកពីរបាំងឈើនៅខាងក្រោយបានកលេចមើលមកកាន់គាត់ការសម្លឹងមើលនោះគឺជាការសម្លឹងមើលរបស់បរិមម្នាក់ដែលស្លៀកសម្លៀកបំពាក់ស្បែកសាទគាត់មើលទៅមានអាយុប្រហែលជា40ឆ្នាំរាងកាយទាំងមូលរបស់គាត់មើលទៅរឹងមាំខ្លាំងណាស់ហើយគាត់ក៏ទៅដល់ឈាមស្រស់ពេញរាងកាយរបស់គាត់កម្លាំងរបស់គាត់ស្ថិតនៅក្នុងអាណាចក្រទី8នៃអាណាចក្រកម្មករឈាមពេលដែលគាត់សម្លឹងមើលទៅកាន់ស៊ូមីងបរិមនោះបានលើកដៃស្ដាំឡើងមានកាំបិតវែងធ្វើពីឆ្អឹងសត្វនៅក្នុងដៃរបស់គាត់នៅពេលដែលគាត់បានកវីកាំបិតនោះចុះមកគាត់បានកាត់ក្បាលអ្នកចម្បាំងម្នាក់មកពីកងសម្ព័ន្ធភ្នំងឹតដែលកំពុងតែប្រឆាំងជាមួយនឹងគាត់បន្ទាប់មកក្បាលរបស់សមាជិកកងសម្ព័ន្ធភ្នំងឹតក៏បានរមៀលមកជាប់ជាមួយនឹងជើងរបស់ស៊ូមីងបានកលេចមើលទៅកាន់ឈាមដែលបានហូរចេញពីកញ្ចឹងករបស់ក្បាលសមាជិកកងសម្ព័ន្ធរបស់គាត់ស៊ូមីងបានសម្លឹងមើលទៅកាន់ការកលេចមើលនៅក្នុងភ្នែករបស់សមាជិកនៃកងសម្ព័ន្ធភ្នែករបស់គាត់បានបង្ហាញពីភាពសោកសៅភាពសាហាវកខៅនិងភាពមិនចង់បាននៅក្នុងភ្នែករបស់គាត់បរិះនោះក៏បានឃើញការសម្លឹងមើលឈ្មោះលីលានិងចេតនាសម្លាប់របស់ស៊ូមីងនៅក្នុងកែវភ្នែកពណ៌ក្រហមជារបស់គាត់ផងដែរនៅពេលដែលស៊ូមីងបានកលេចមើលទៅកាន់ភ្នែករបស់បរិះនោះក៏បានរើចេញគាត់បញ្ញាទៅរកស៊ូមីងខណៈពេលដែលស៊ូមីង
បានស្ទុះរកបរោះនោះដូចគ្នាបើវិនិច្ឆ័យតាមសម្លៀកបំពាក់របស់បរោះម្នាក់នោះវាមិនមែនជាសម្លៀកបំពាក់ស្បែកស័ណ្ឌធម្មតាទេវាបង្ហាញថាឋានៈរបស់គាត់គឺពិតជាមិនទាបទេនៅក្នុងកលសម្ព័ន្ធភ្នំខ្មៅនោះនៅពេលដែលបរោះម្នាក់នោះបានធ្វើសកម្មភាពនោះសមាជិកនៃកលសម្ព័ន្ធភ្នំខ្មៅទាំងអស់បានយកចិត្តទុកដាក់ចំពោះគាត់ពួកគេក៏មានការរំភើបផងដែរវាដូចជាការធ្វើសកម្មភាពរបស់បរោះនោះជំរុញស្មារតីរបស់ពួកគេយ៉ាងអញ្ចឹងក្នុងការប្រយុទ្ធមួយនេះពួកគេក៏បានបន្តប្រយុទ្ធនិងធ្វើការសម្លាប់រង្គាលទៅកាន់សមាជិកកលសម្ព័ន្ធរបស់ស៊ូមីងនិងបរោះម្នាក់នោះបានធ្វើការប្រយុទ្ធគ្នាយ៉ាងកាយសាហាវសមាជិកនៃកលសម្ព័ន្ធរបស់ស៊ូមីងពួកគេបានរករបួសយ៉ាងធ្ងន់ធ្ងរមករបស់ពួកគេស្លេកស្លាំងហើយពួកគេហៀបនឹងដកថយនៅពីមុខពួកគេមនុស្សច្រើននៅក្នុងសមាជិកកលសម្ព័ន្ធត្រូវបានស្លាប់បរោះ2នាក់ដែលស្លៀកសម្លៀកបំពាក់បកខ្មៅដែលបានប្រយុទ្ធជាមួយនឹងព្រឹទ្ធាចារ្យបានលេចចេញមកម្ដងទៀតពួកគេបានបង្ហាញនូវកម្លាំងដ៏គួរឲ្យភ័យខ្លាចពួកគេបានធ្វើឲ្យមេកលសម្ព័ន្ធរបស់ស៊ូមីងរងរបួសដោយការវាយប្រហារតែមួយដងផ្នែករបស់បរោះស្លៀកសម្លៀកបំពាក់បកខ្មៅនោះបានបង្ហាញអំពីភាពស្លេកឈាមនិងកាយសាហាវយ៉ាងខ្លាំងមេកលសម្ព័ន្ធបានដកចំហៀនថយក្រោយមួយជំហានមនុស្ស2នាក់មកពីកលសម្ព័ន្ធក្នុងខ្មៅបានបញ្ញាបញ្ញារហត់ទៅខាងមុខភ្លាមពួកគេហាក់បីជាចង់សម្លាប់មេកលសម្ព័ន្ធឲ្យបានឆាប់តាមអាចធ្វើទៅបានអ្នកចម្បាំងដទៃទៀតដែលបានប្រយុទ្ធនៅក្បែរមេដឹកនាំកលសម្ព័ន្ធពីមុនត្រូវបានផ្ទុះខ្លួនឯងចោលទាំងស្រុងពេលនេះមេកលសម្ព័ន្ធត្រូវនៅតែម្នាក់ឯងគ្មានអ្នកការពារនៅឆ្វេងស្ដាំទៀតទេគាត់កំពុងតែប្រយុទ្ធដោយសេចក្តីស្លាប់តែម្នាក់ឯងប្រឆាំងនឹងសត្រូវមើលទៅហាក់បីជាគាត់មិនអាចគេចផុតពីសេចក្តីស្លាប់បានទេសមាជិកនៃកលសម្ព័ន្ធក្នុងងឹតទាំងអស់រ៉ាយយំដោយការសោកសៅគ្រប់គ្នាភ្លាមស្រាប់តែមានបរិសុទ្ធចំណាស់ម្នាក់បានលេចចេញគាត់គឺជាណានសុងនៃកលសម្ព័ន្ធភ្នំងឹតរបស់ស៊ូមីងប្រយ័ត្នអ្នកនរគ្នាច្រឡំកលសម្ព័ន្ធភ្នំងឹតគឺជាកលសម្ព័ន្ធរបស់ស៊ូមីងភ្នំខ្មៅគឺជាកលសម្ព័ន្ធរបស់សត្រូវណាគេថាគ្រប់គ្រងដោយប្រជាបៃតួបាទការមុននោះដូចច្រឡំម្ដងខ្មៅម្ដងអង្កឹតហ្នឹងច្រឡំគ្នាពេញហ្នឹងអេដមីនក៏ច្រឡំដែរបាទវាដាក់ឈ្មោះផ្លៃគ្នាឆ្ងាយទៅដល់ពេលគេដាក់មួយអង្កឹតមួយខ្មៅទៅវាចង់ច្រឡំនៅពេលដែលប្រជាណានសុងបានហក់ចេញភ្លាមរាងកាយរបស់បរិសម្នាក់ដែលមកពីកលសម្ព័ន្ធភ្នំខ្មៅហាក់បីជាបានញាប់ញ័របន្តិចគាត់បានដើរថយក្រោយដោយការភ្ញាក់ផ្អើលណានសុងគាត់បានកវីដៃស្ដាររបស់គាត់ចេញបន្តិចនោះហើយបញ្ឈប់ជំហានរបស់បរិសនោះទាំងស្រុងមនុស្សម្នាក់ទៀតដែលនៅសល់បានបញ្ញាដេញទៅកាន់មេកលសម្ព័ន្ធភ្លាមមានភាពខុសខើនិងភាពរំភើបនៅក្នុងផ្នែករបស់បរិសនោះបើសិនជាគាត់អាចសម្លាប់មេកលសម្ព័ន្ធបាននោះមានន័យថាឋានៈរបស់គាត់នឹងកើនឡើងនៅក្នុងកលសម្ព័ន្ធភ្នំខ្មៅការទទួលបានក្បាលមេកលសម្ព័ន្ធរបស់ស៊ូមីងគឺពិតជារឿងដែលធ្វើឲ្យគាត់អាចទទួលបានឋានៈយុស័ក្តិនៅក្នុងកលសម្ព័ន្ធរបស់គាត់បានមេកលសម្ព័ន្ធញញឹមទាំងការសោកសៅគាត់ដឹងថាពេលនេះគាត់មិនអាចគេចបានទេប៉ុន្តែគ្មានការសោកស្ដាយនៅក្នុងផ្នែករបស់គាត់ទេការស្លាប់នៅក្នុងសមរភូមិដើម្បីសមាជិកនៃកលសម្ព័ន្ធរបស់ពួកគេគឺពិតជារឿងដ៏សេរីរុងរឿងមួយក្នុងជីវិតរបស់ពួកគេប៉ុន្តែគាត់ក៏មិនចង់ចាកចេញពីពួកគេដែរគាត់មិនចង់ឃើញពួកគេរងទុក្ខវេទនានោះទេគាត់ត្រូវតែនាំប្រជាជនរបស់គាត់ទៅកន្លែងមានសុវត្ថិភាពជាមុនសិនទើបគាត់អាចស្លាប់បានគាត់មិនចង់ឃើញពួកគេវេទនាឡើយស៊ូមីងបានឃើញអំពីគ្រោះថ្នាក់ដែលបានកើតឡើងចំពោះមេកលសម្ព័ន្ធប៉ុន្តែគាត់នៅតែជាប់ដៃប្រយុទ្ធមិនអាចទៅជួយបានទេអ្នកចម្បាំងភ្នំខ្មៅទាំងអស់បានរៀបរៀងផ្លូវនៃការរត់គេចខ្លួនរបស់មនុស្សគ្រប់គ្នានៅក្នុងកលសម្ព័ន្ធភ្នំងឹតដើម្បីការពារមិនឲ្យពួកគេទៅជួយមេកលសម្ព័ន្ធបានផ្នែករបស់ពួកគេពុះពេញដោយការរំភើបនៅពេលដែលឃើញថាមេកលសម្ព័ន្ធជិតនឹងស្លាប់ទៅហើយស៊ូមីងចង់បញ្ញាទៅមុខដែរប៉ុន្តែបរិសដែលប្រយុទ្ធជាមួយគាត់នេះគឺពិតជាខ្លាំងពេកគាត់បានញញឹមទាំងការចំអកមកកាន់ស៊ូមីងហើយរៀបរៀងផ្លូវនៃការដកថយរបស់ស៊ូមីងខណៈពេលដែលមេកលសម្ព័ន្ធស្ថិតនៅក្នុងគ្រោះថ្នាក់នោះក្មេងចំតងស្ថិតនៅក្នុងភូមិដែលមានសមត្ថភាពធម្មតាបានរើខ្លួនរបស់ពួកគេចាកចេញដើម្បីទៅរកមេកលសម្ព័ន្ធទោះបីជាពួកគេគ្រាន់តែជាមនុស្សធម្មតាមិនអាចហ្វឹកហាត់បានក៏ដោយក៏ពួកគេនឹងការពារមេកលសម្ព័ន្ធដែរពួកយើងរស់នៅស្ទើរតែពេញមួយជីវិតរបស់ពួកយើងដូចជាមនុស្សលោកកងខ្លោម្នាក់ពួកយើងរស់នៅរាល់ថ្ងៃនេះយ៉ាងសុខស្រួលយ៉ាងសប្បាយហើយគេជាពេលវេលាដើម្បីរងចាំសេចក្តីស្លាប់របស់ពួកយើងមកដល់ពួកយើងមិនអាចធ្វើអ្វីបានសម្រាប់កលសម្ព័ន្ធនោះទេប៉ុន្តែពួកយើងបានជាអាហារច្រើនណាស់របស់កលសម្ព័ន្ធពួកយើងដឹងថាមានសមាជិកកលសម្ព័ន្ធច្រើនបានមើលងាយមកកាន់ពួកយើងដឹងថាឡាស៊ូទាំងអស់គិតថាពួកយើងគឺជាមនុស្សគ្មានប្រយោជន៍ហើយគឺជាការពិតពួកយើងគឺជាមនុស្សដែលគ្មានប្រយោជន៍ពួកយើងមិនមានរាងកាយម៉ានស៊ូដើម្បីធ្វើការហ្វឹកហាត់បានទេពួកយើងខ្លាចជាមនុស្សដែលអត់ប្រយោជន៍នៅក្នុងកលសម្ព័ន្ធពួកយើងគឺគ្មានអ្វីទាំងអស់ឬតែមួយគត់ដែលពួកយើងមានគឺជាសេរីរុងរឿងដែលទទួលបានជាថ្នូរនៃការស្លាប់របស់សមាជិកកលសម្ព័ន្ធរបស់យើងនៅពេលដែលឪពុករបស់ពួកយើងត្រូវបានសម្លាប់ដោយសត្វសាហាវនោះដើម្បីយកអាហារមកឲ្យមនុស្សអត់ប្រយោជន៍ដូចជាពួកយើងនេះនៅថ្ងៃនេះពួកយើងនឹងប្រាប់ទៅកាន់មនុស្សទាំងអស់គ្នាឲ្យបានដឹងថាពួកយើងប្រហែលជាគ្មានប្រយោជន៍ប៉ុន្តែពួកយើងក៏នៅតែជាមនុស្សក្នុងសមាជិកនៃកលសម្ព័ន្ធដូចគ្នាពួកគេបានប្រើប្រាស់កម្លាំងសាច់និងឈាមផ្ទាល់ខ្លួនរបស់ពួកគេដើម្បីទៅរកមេកលសម្ព័ន្ធប្រើប្រាស់ជីវិតដើម្បីស្លាប់របស់ពួកគេដើម្បីធ្វើជាជាការពារទៅកាន់មេដឹកនាំកលសម្ព័ន្ធក្មេងៗបាននិយាយម្ដងទៀតថាលោកពុកឡាស៊ូរបស់លោកពុកមិនមែនជាមនុស្សអត់ប្រយោជន៍ទេនៅពេលនេះគឺជាការស្លាប់ដ៏មានមោទនភាពបំផុតរបស់ពួកគេមិនត្រឹមតែក្មេងម្នាក់ទេក្មេងមីហ្វូងបានហក់ទៅភ្លាមដើម្បីការពារទៅកាន់មេកលសម្ព័ន្ធពួកគេប្រើប្រាស់ជីវិតដើម្បីស្លាប់របស់ពួកគេដើម្បីការពារជាមួយនឹងសត្រូវពួកគេបានស្រែកឡើងព្រមគ្នាហើយថាពួកយើងមិនមែនជាមនុស្សអត់ប្រយោជន៍ទេពេលនេះពួកយើងនឹងធ្វើឲ្យអ្នកនរបានឃើញថាពួកយើងក៏អាចធ្វើការពារកលសម្ព័ន្ធបានដូចគ្នាសម្លេងក្រហមរបស់សមាជិកនៃកលសម្ព័ន្ធសត្រូវបានក្រហមយ៉ាងខ្លាំង
មានការមើលងាយនៅក្នុងកាយផ្នែករបស់ពួកគេចំពោះពួកគេនោះមនុស្សធម្មតាទាំងអស់នេះសុទ្ធតែជាមន្ទិលខ្សោយមិនអាចធ្វើអ្វីបាននោះទេសម្លេងបន្ទូលក៏បានមានឡើងមនុស្សរាប់សិបនាក់ត្រូវបានប្រឡាក់ទៅដោយឈាមអវយវៈរបស់ពួកគេត្រូវបានហែកចេញពួកគេក៏បានស្លាប់ជាថ្នូរដើម្បីទប់ទល់នឹងការវាយប្រហាររបស់សត្រូវនេះគឺជាគ្រោះមហន្តរាយមួយដែលមិនអាចបំផ្លិចបំផ្លាញបានហើយក៏មិនអាចជៀសវាងបានវិឈានដល់ចំណុចកំពូលរួចទៅហើយឆន្ទៈរបស់ក្មេងជំទង់ទាំងអស់នោះបានធ្វើឲ្យបរិសុទ្ធពីរនាក់ដែលដេញតាមសម្រាប់ទៅកាន់មេកោសម្ព័ន្ធក៏មានភាពរង្គោះរង្គើបន្តិចដែរពួកគេមិននឹកស្មានថាមនុស្សធម្មតាទាំងអស់នេះដែលមកពីកោសម្ព័ន្ធភ្នងឹតមានភាពឈួតលីលាបែបនេះទេរហូតដល់ពួកគេពិបាកក្នុងការដេញតាមទៅកាន់មេកោសម្ព័ន្ធដោយភាពសរសើរមេដឹកនាំកោសម្ព័ន្ធបានសម្លឹងមើលទៅកាន់រូបសំណាករបស់ព្រះម៉ានស៊ូបេះដូងរបស់គាត់លោតញាប់គាត់ដឹងថាពេលនេះគាត់មិនអាចស្លាប់បានទេគាត់មិនអាចសម្លាប់ខ្លួនឯងបានទេគាត់ត្រូវតែការពារសមាជិកកោសម្ព័ន្ធរបស់គាត់ឆន្ទៈនៃការចង់រស់នៅដើម្បីការពារមនុស្សគ្នាសម្លឹងមើលទៅកាន់សាកសពដែលរីប៉ែនៅចំពោះមុខគាត់ហើយនឹងសមាជិកមនុស្សដែលនៅសេសសល់បានយំស្រែកហូរទាំងការសោកសៅនិងភាពសោកស្ដាយក្មេងជំទង់រស់អ្នកត្រូវបានសម្លាប់ចោលដោយគ្មានហេតុផលពួកគេត្រូវបានសម្លាប់ដោយសារតែមនុស្សខូខើមកពីកោសម្ព័ន្ធភីគីសត្រូវស៊ូមីងបានស៊ូទ្រាំនឹងការវិបហានេះគាត់បានទប់ទល់ជាមួយទៅនឹងបរិសុទ្ធនោះហើយមិនអាចដោះដៃរបស់គាត់បាននោះទេគាត់បានស៊ូទ្រាំយ៉ាងខ្លាំងនឹងការវិបហាមួយនេះគាត់បានប្រើប្រាស់កម្លាំងពេញទំហឹងរបស់គាត់ដើម្បីទប់ទល់ជាមួយនឹងបរិសុទ្ធម្នាក់នេះជំនាញសិល្បៈអន្តរភាពរបស់គាត់បានប្រើប្រាស់អស់ទៅហើយកម្លាំងរបស់បរិសុទ្ធម្នាក់នេះប្រៀបធៀបជាមួយនឹងយាយវាងបានការប្រយុទ្ធនេះគឺពិតជាសាហាវខ្លាំងណាស់លេឆិនបានឃើញឡាស៊ូបានឃើញមនុស្សផ្សេងៗបានស្លាប់ភ្លាមដោយភ្នែករបស់គាត់វាធ្វើឲ្យគាត់កាន់តែមានអារម្មណ៍ថាឈឺចាប់យ៉ាងខ្លាំងក្មេងស្រីម្នាក់បានសម្លឹងមើលមកកាន់ស៊ូមីងពីខាងក្រោយហើយនាងបានយំយ៉ាងខ្លាំងនៅពេលនោះសំឡេងក្រហមដ៏គួរឲ្យភ័យខ្លាចមួយក៏បានឡើងមកពីចម្ងាយនោះអាខ្មៅដែលបានបង្កើតឡើងដោយសិល្បៈអន្តរភាពរបស់បៃទូបានរលាយបាត់ភ្លាមពីការប្រយុទ្ធជាមួយនឹងព្រឹទ្ធាចារ្យវាបានរលាយបាត់ទៅជាផ្សែងហិតបាត់ទៅក្នុងសកលលោកបន្ទាប់មកព្រឹទ្ធាចារ្យមូសាងក៏បានវិលត្រឡប់ទៅរកសមាជិកនៃកោសម្ព័ន្ធវិញភ្លាមព្រឹទ្ធាចារ្យក៏បានឈានទៅដល់ស៊ូមីងត្រឹមតែ3ជំហានបរិសុទ្ធដែលមកពីកោសម្ព័ន្ធខ្មៅដែលប្រយុទ្ធជាមួយនឹងស៊ូមីងមានការផ្ញើអាយយ៉ាងខ្លាំងព្រឹទ្ធាចារ្យបានលើកដៃគាត់ចង្អុលទៅកាន់ចន្លោះចាររបស់បរិសុទ្ធនោះមានរថបង្ហូរឈាមមួយបានលេចចេញមកមូស្ទូក្រោយមកគាត់ក៏បានដួលស្លាប់ទៅលើដីភ្លាមព្រឹទ្ធាចារ្យបានបោះចម្ភានទៅមុខបន្តទៀតហើយសម្លាប់មនុស្សគ្រប់គ្នាគាត់បានបែរទៅរកបរិសុទ្ធចំណាំម្នាក់ដែលកំពុងតែប្រយុទ្ធជាមួយទៅនឹងព្រឹទ្ធាចារ្យណានសុងដោយការកវីដៃមួយនោះរាងកាយរបស់បរិសុទ្ធនោះត្រូវបានផ្ទុះខ្លាចជាអបហើយនឹងឈាមភ្លាមការបង្ហាញខ្លួនរបស់ប្រជានៅក្នុងចំណោមមនុស្សទាំងអស់វាបានធ្វើឲ្យមនុស្សនៃសមាជិកកោសម្ព័ន្ធភ្នំខ្មៅមានការភ័យខ្លាចពួកគេបានដកថយមនុស្សគ្រប់គ្នានៅក្នុងកោសម្ព័ន្ធភ្នំគាត់បានស្រាយយំទាំងការរំភើបប្រជាបានបោះចម្ភានទៅ3ជំហានទៀតស្ថិតនៅក្នុងរបាំងការពារដែលរាងផ្លូវរបស់ពួកគេដោយការទាត់មួយដងនោះរបាំងការពារដែលបិទបាំងផ្លូវរបស់ពួកគេបានខ្លាចជាបំណែកឈើដែលបាក់បែកភ្លាមបន្ទាប់មកក៏បានកវីដៃបន្តិចនោះបំណែកឈើដែលបានបែកទាំងអស់នោះបានប្រែខ្លាចជាកបិតរមុតស្រួចបាញ់ប្រហារទៅកាន់សមាជិកកោសម្ព័ន្ធភ្នំខ្មៅដែលកំពុងតែដកថយនោះភ្លាមសម្លេងស្រាយរបស់ពួកគេក៏បានវាឡើងភ្លាមនៅលើអាកាសបន្ទាប់ពីគាត់ធ្វើអ្វីចាប់ហើយគាត់ក៏បានកលេចមកមនុស្សគ្រប់គ្នាហើយក៏បាននិយាយថាតោះពួកយើងធ្វើដំណើរទៅខាងមុខបន្តទៀតភ្លាមសមាជិកកោសម្ព័ន្ធទាំងអស់ក៏បានធ្វើដំណើរទៅមិនយូរប៉ុន្មាននោះសមរភូមិនេះក៏បានស្ងប់ស្ងាត់ទៅវិញអ្វីដែលនៅសេសសល់នេះគ្រាន់តែជាសាកសពដែលបានស្លាប់នៅលើដីស៊ូមីងបានឈរនៅក្នុងចំណោមហ្វូងមនុស្សរាងកាយរបស់គាត់ប្រឡាក់ទៅដោយឈាមគាត់បានរើទៅមុខចង្លឿនគាត់បានកាន់ក្មេងស្រីម្នាក់នាងមើលទៅទន់ខ្សោយខ្លាំងណាស់បន្ទាប់មកគាត់ក៏បានលើកចាប់នាងហើយបីនាងទៅមនុស្សចាស់ម្នាក់ក៏បាននិយាយទៅកាន់ព្រឹទ្ធាចារ្យថាព្រឹទ្ធាចារ្យសូមឲ្យខ្ញុំស្ថិតនៅទីនេះទៅចុះកុំឲ្យប្រជាជនរបស់យើងមើលថែមកកាន់ខ្ញុំអីវាអាចប៉ះពាល់ទៅដល់ការធ្វើដំណើររបស់អ្នកទាំងអស់គ្នាគាត់មានជើងម្ខាងនៅក្នុងផ្លូវរួចទៅហើយដូច្នេះគាត់មិនចង់បង្កបញ្ហាទៅកាន់មនុស្សគ្រប់គ្នានោះទេទុកឲ្យក្មេងៗចាក់ចេញទៅចុះខ្ញុំនឹងស្នាក់នៅទីនេះបើនិយាយតាមត្រង់ទៅនោះពួកយើងគួរតែស្នាក់នៅក្នុងកោសម្ព័ន្ធមិនគួរចាក់ចេញមកទេពួកយើងបានធ្វើជាបន្ទុកទៅកាន់មនុស្សគ្រប់គ្នាភ្លាមនោះបរិសុទ្ធចំណាស់ជាច្រើនអ្នកដែលស្ថិតនៅក្នុងចំណោមកោសម្ព័ន្ធបានសម្រេចចិត្តស្នាក់នៅមិនចង់ចាក់ចេញទៅទេពួកគេមិនចង់ធ្វើឲ្យខ្លាចជាបន្ទុកសម្រាប់មនុស្សគ្រប់គ្នាឡើយមេកោសម្ព័ន្ធបានសម្លឹងមើលទៅកាន់ពួកគេហើយគាត់មិនដឹងថាត្រូវបញ្ចេញមតិបែបណាទេគាត់បានត្រឹមតែកាត់ចិត្តគាត់បានអោនក្បាលគោរពទៅកាន់ពួកគេយ៉ាងជ្រាលជ្រៅហើយក៏បាននិយាយថាខ្ញុំគឺពិតជាមិនអាចការពារអស់នេះបានគឺពិតជាសំទោសបរិសុទ្ធចំណាស់ទាំងអស់នោះបាននិយាយហើយទៅចោះពួកយើងហត់ហើយពួកយើងចាស់ហើយសមាជិកនៃកោសម្ព័ន្ធបានយំនឹងការសោកស្ដាយពួកគេមិនចង់បែបនេះទេប៉ុន្តែពួកគេគឺគ្មានជំរើសឡើយពួកគេត្រូវតែបង្ខំចិត្តធ្វើបែបនេះបរិសុទ្ធចំណាស់ទាំងអស់នោះបាននិយាយសួរទៅកាន់ប្រជាថាតើពួកយើងមានវិធីសាស្ត្រណាមួយដើម្បីបន្ទោសខ្លួនឯងហើយសម្លាប់ពួកសត្រូវបានឬអត់ទេប្រជាបាននៅស្ងៀមមួយសន្ទុះមុននឹងគាត់ដើរទៅមុខទៅរកពួកគេហើយបានដាក់វត្ថុមួយនៅក្នុងដៃរបស់ពួកគេបន្ទាប់មកគាត់ក៏បានប្រាប់លោកគ្នាឲ្យធ្វើដំណើរបន្តទៅខាងមុខទៀតពេលព្រឹកព្រលឹមបានមកដល់នោះផ្ទះសម្បែងអ្វីពេកគ្រប់យ៉ាងនៅក្នុងកោសម្ព័ន្ធខ្មៅត្រូវបានផ្លាញចោលមនុស្សក្រុមបានដើរមកហើយមេដឹកនាំកោសម្ព័ន្ធភ្នំខ្មៅក៏បានមកមើលកន្លែងនេះយុវជនអ្នកនៅពីខាងក្រោយមេដឹកនាំកោសម្ព័ន្ធភ្នំខ្មៅបានលើកឧបមារបស់គាត់ហើយសម្លឹងមើលទៅកាន់ជុំវិញខ្លួនស្នាមញញឹមខៅបានលេចឡើងនៅលើមុខរបស់គាត់ហើយវាគឺជាបៃស៊ូមេកោសម្ព័ន្ធភ្នំខ្មៅបាននិយាយយឺតថាពួកគេគឺពិតជាបានចាក់ចេញលឿនមែនតាមពួកគេប្រជាគួរតែមកដល់ទីនេះក្នុងរយៈពេលឆាប់នេះលើកនេះក្រៅពីស្ត្រីមកពីកោសម្ព័ន្ធភ្នំងឹតកុំទុកណាម្នាក់ឲ្យនៅរស់ឲ្យសោះសម្រាប់ពួកគេចោលទាំងអស់បៃស៊ូបានកលេចមើលទៅកាន់ជុំវិញតំបន់នេះគាត់ហ៊ាននឹងដើរតាមមេកោសម្ព័ន្ធចាក់ចេញមិនតែភ្លាមនោះគាត់បានកោសម្
សម្គាល់ឃើញអ្វីមួយគាត់បានឃើញសត្វតូចមួយបន្ទាប់មកគាត់ក៏បានចាប់យកវាមកសត្វតូចនោះបានញ័រខ្លួនយ៉ាងខ្លាំងបៃស៊ូក៏បាននិយាយទៅកាន់វាអូខ្ញុំធ្លាប់ឃើញឯងគឺពីតាមែនទេអូឯងនឹងម្ចាស់ឯងតាមែនទេបើអញ្ចឹងនោះខ្ញុំនឹងនាំនាមរកឯងទៅចុះកម្មការសមាជិកនៃកោសម្ព័ន្ធក្នុងអង្គវិញពួកគេកំពុងតែធ្វើដំណើរម្ដងទៀតនៅតាមផ្លូវពួកគេបញ្ញាប់រត់រះមុនពេលដែលថ្ងៃរះពេលនេះវាក៏ឡប់ផុតទៅច្រើនមកហើយបន្ទាប់ពីសមរភូមិនេះបានចាប់ផ្ដើមមនុស្សច្រើនបានស្លាប់នៅក្នុងសមាជិកនៃកោសម្ព័ន្ធទាំងអស់សល់តែមនុស្សមួយចំនួនតែប៉ុណ្ណោះស៊ុំបេងបានដើរក្នុងចំណោមភូមិមនុស្សគាត់មានភាពស្ងៀមស្ងាត់ខ្លាំងណាស់មិនយូរប៉ុន្មាននោះព្រះអាទិត្យក៏បានរះឡើងពួកគេក៏បានបន្តធ្វើដំណើរទៅខាងមុខទៀតទោះបីជាពួកគេអស់កម្លាំងក៏ដោយក៏ពួកគេមិនបានសម្រាកដែរនៅពេលដែលពាក្យកណ្ដាលអាធ្រាត្របានមកដល់នោះមានមនុស្សតែ3នាក់ប៉ុណ្ណោះក្នុងចំណោមមនុស្ស4នាក់ដែលបានត្រឡប់វិញបន្ទាប់ពីធ្វើការស៊ើបអង្កេតរួចអ្នកដែលបានធ្វើការស៊ើបអង្កេតបានបាក់ខ្លួនដោយគ្មានដានភ្លាមនោះសំឡេងក្រហមមួយក៏បានលើឡើងពីចម្ងាយពេលដែលសំឡេងនោះបានលើឡើងដល់ទៅជារបស់មនុស្សគ្នាទុកព្រួយក៏បានលេចឡើងនៅលើភ្នែករបស់ពួកគេទាំងអស់គ្នាពួកគេបានដឹងហើយថាសមាជិកនៃកោសម្ព័ន្ធភ្នំខ្មៅបានមកម្ដងទៀតហើយសំឡេងក្រហមនោះគឺជាសំឡេងនៃការបន្ទោសខ្លួនរបស់អ្នកចាស់ទុំដែលមិនចង់ចាកចេញប្រជាបាននិយាយកុំឈប់ពួកយើងធ្វើដំណើរបន្តទៀតពួកអ្នកហ្វឹកហាត់ទាំងអស់ការពារសមាជិកនៃកោសម្ព័ន្ធយើងនឹងទៅបញ្ជូតការពារអ្នកអស់គ្នាពីផ្លូវនៃការដកថយរបស់ពួកគេយើងនឹងបិទផ្លូវរបស់ពួកគេសិនប្រជាបានបញ្ចេញរូបសំណាករបស់ព្រះមកម្ដងទៀតដើម្បីការពារទៅកាន់ពួកគេភាពងឹតបានលេចឡើងនៅក្នុងភ្នែករបស់ប្រជានៅពេលដែលគាត់សម្លឹងមើលទៅកាន់ផ្ទៃមេឃងឹតបានផ្លាស់ប្ដូរភ្លាមពន្លឺពណ៌ក្រហមមួយបានចេញមកពីកន្លែងណាមួយក៏មិនដឹងនោះបានប្រែក្លាយជាអពណ៌ស្វាយភ្លាមនោះពន្លឺពណ៌ក្រហមស្វាយបានគ្របទៅដល់ពាក់កណ្ដាលមេឃសំឡេងមនុស្សនេះក៏បានឡើងមកពីខាងលើបាននិយាយភ្លាមថាមូសាងសម្ពាធដ៏ខ្លាំងក្លាមួយបានទម្លាក់មកកាន់មនុស្សគ្រប់គ្នាញ័រឲ្យការបែកខ្លាយមិនអាចកម្រើកបានទេនេះគឺជាសភាពដែលមនុស្សស្ថិតនៅក្នុងកម្រិតទី2ពិតប្រាកដវាអាចប្រៀបធៀបជាមួយនឹងប្រជាជាណានបាននៅពេលដែលសម្ពាធនេះបានកើនឡើងពន្លឺពណ៌ក្រហមបានរាលដាលពីពេញផ្ទៃមេឃព្រះច័ន្ទនៅលើផ្ទៃមេឃបានប្រែក្លាយជាពណ៌ក្រហមឈាមពន្លឺពណ៌ឈាមបានលេចឡើងនៅក្នុងកែវភ្នែករបស់ស៊ូមីងហើយក៏ទទួលយល់ដឹងនូវអារម្មណ៍មួយនេះយ៉ាងច្បាស់វាដូចជាពេលវេលាដែលព្រះច័ន្ទពណ៌ឈាមបានបង្កើតឡើងហើយវិសាជុឈាមទាំងអស់ក៏បានលេចចេញមិនយូរប៉ុន្មានមនុស្សម្នាក់បានដើរចេញពីអពពណ៌ក្រហមងឹតនៅខាងលើផ្ទៃមេឃវាគឺជាប្រជាបៃតូនៃកោសម្ព័ន្ធភ្នំខ្មៅគាត់បាននិយាយថាមូសាងឈប់រងចាំជីណាននិងវិញ្ញាណទៀតទៅពួកគេជួបបញ្ហាគ្រប់គ្រាន់ហើយពិតជាគ្មានពេលវេលាខ្វល់ពីកោសម្ព័ន្ធតូចតាចរបស់ឯងទេប្រជាមូសាងនៅស្ងៀមគាត់កំពុងតែរងចាំប្រជាជាណានពិតមែនប៉ុន្តែនៅពេលនេះជាណានមិនបានមហាខ្លួននោះទេគាត់ដឹងថាមានអ្វីកើតឡើងនៅក្នុងកោសម្ព័ន្ធខ្យល់ហើយនៅពេលនេះបើមិនចឹងទេប្រជាណានប្រហែលជាបង្ហាញខ្លួនយូរណាស់មកហើយបៃតូបានញញឹមតិចនៅពេលដែលគាត់បាននិយាយណានសុងពីមុនកម្លាំងរបស់ឯងទៀបជាងមូសាងបន្តិចឯងភ្លឹកដូចជាព្រះអាទិត្យប៉ុន្តែឯងបានរត់ត្រឡប់ទៅកាន់កោសម្ព័ន្ធភ្នំងឹតវិញឯងបានប្រែក្លាយជាមនុស្សដែលជាសម្រាប់ឥតប្រយោជន៍អស់រយៈពេលច្រើនមកហើយខ្ញុំបានគិតអំពីទឹកមុខរបស់ពុករបស់ឯងនៅពេលដែលគាត់សងវល់ឲ្យខ្ញុំលើកលែងទោសឲ្យឯងមុនពេលដែលគាត់បានស្លាប់ប៉ុន្តែវាគឺជារឿងដ៏គួរឲ្យសោកស្ដាយណាស់ខ្ញុំមិនដែលមានចេតនាឲ្យឯងនៅរស់នោះទេប៉ុន្តែឯងនៅតែអាចរត់គេខ្លួនបានរហូតប៉ុន្តែឥឡូវនេះយើងបានជួបគ្នាម្ដងទៀតហើយណានសុងប៉ុន្តែប្រជាណានសុងមិនបានបង្ហាញការខឹងសម្បារនឹងអ្វីដែលបៃទូបាននិយាយនោះទេគាត់នៅតែស្ងប់ស្ងាត់គាត់បាននិយាយឲ្យថាបើប្រៀបធៀបទៅនឹងឯងវិញដែលបានអំពាវប្រជានៅក្នុងកោសម្ព័ន្ធភ្នំខ្មៅពីមុនមកហើយបានតាមស្វែងរកកូនប្រុសរបស់គាត់បន្ទាប់មកឯងលះបង់ពាក់កណ្ដាលជីវិតនៃកោសម្ព័ន្ធភ្នំខ្មៅដើម្បីដោះដូរជាមួយសិល្បៈអតីតភាពដ៏កាយសាហាវរបស់ម៉ាន់ស៊ូបើប្រៀបធៀបទៅនឹងឯងនោះយើងមិនអាចប្រៀបធៀបជាមួយនឹងឯងបានទេអូកន្លែងហ្នឹងបាននិយាយណានសុងហ្នឹងគឺជាកូនប្រុសរបស់ប្រជាចាស់នៃកោសម្ព័ន្ធភ្នំខ្មៅណាចឹងអាបៃតូនឹងប្រហែលជាសម្រាប់ឪពុករបស់គាត់ហើយឡើងគ្រប់គ្រងជំនួសបៃតូបានសើចខ្លាំងនៅពេលគាត់បានគវិដៃរបស់គាត់បន្តិចនោះហើយគាត់ក៏បាននិយាយថាយើងគួរតែដោះស្រាយបញ្ហាគំនុំដែលយើងរក្សាទុកកាលពីឆ្នាំនោះមូសាងណានសុងខ្ញុំផ្ដល់ឱកាសឲ្យពួកឯងទាំងពីរនាក់ខ្ញុំនឹងអនុញ្ញាតឲ្យពួកឯងទាំងពីរនាក់ប្រយុទ្ធជាមួយនឹងយើងទាំងអស់គ្នាសំឡេងក្រហមដ៏ខ្លាំងក្លាក៏បានបន្លឺឡើងភ្លាមនោះនៅពីខាងក្រៅខ្នងរបស់បៃតូពន្លឺពណ៌ក្រហមចេញឲ្យក៏បានឆាបឆេះឡើងហើយបានប្រែក្លាយជាអាប់ឈាមមួយរំពេញភ្នែកបន្ទាប់មកអាប់បានរសាត់បាត់ទៅវាប្រែក្លាយជាបិសាចជក់ឈាមដ៏ធំចម្បាំងមួយក្បាលបន្ទាប់មកបិសាចបានបើកស្លារវាគ្របទៅ10ពន្លឺព្រះច័ន្ទនៅលើផ្ទៃមេឃបន្ទាប់មកប្រជាមូសាងក៏បាននិយាយថាណានសុងទុកបៃតូឲ្យខ្ញុំនឹងហាមឃាត់គាត់ខ្ញុំទុកកោសម្ព័ន្ធនេះឲ្យឯងមើលថែហើយមុនពេលដែលគាត់បើកការវិភាគភ្លាមគាត់ក៏បាននិយាយថាមើលទៅខ្ញុំអាចរកឃើញជនក្បត់បានទេភ្លាមគាត់ក៏បានហក់ឡើងទៅលើមេឃបើកការវិភាគទៅកាន់បៃតូភ្លាមមេឃបានគ្របទៅ10ទៅដោយពន្លឺអពណ៌ឈាមហើយបានឡំពត់ជាមួយពួកគេទាំងពីរនាក់មនុស្សនៅក្នុងកោសម្ព័ន្ធមិនអាចឃើញអំពីការប្រយុទ្ធរបស់ពួកគេបានទេឬតែសម្លេងពួកគាត់លំលើឡើងតែប៉ុណ្ណោះនៅពេលដែលស៊ូមីងបានឃើញប្រជាចាក់ចេញហើយគាត់ក៏បានរស់ទាំស្លាប់នៃព្រះច័ន្ទសិល្បៈនៃការវាប្រហារដល់កាយសាហាវបំផុតរបស់ម៉ាន់ស៊ូភ្លើងស៊ូមីងបានសម្លឹងមកទៅកាន់ស្លាព្រះច័ន្ទដែលនៅខាងលើមេឃដែលគ្របទៅដោយអពណ៌ក្រហមកំណត់មួយហាក់បីជាបានលេចឡើងនៅក្នុងចិត្តរបស់គាត់នៅពេលសម្លេងនៃការប៉ះទង្គិចគ្នាបានមានឡើងនៅលើផ្ទៃមេឃនោះសមាជិកនៃកោសម្ព័ន្ធខ្មែរបានបើកការវិហារមកកាន់សមាជិកនៃកោសម្ព័ន្ធរបស់គាត់ម្ដងទៀតពេលនេះសូម្បីតែបៃស៊ូក៏មានក្នុងចំណោមពួកគេដែរ
ប៉ុន្តែពេលនេះនៅក្នុងខ្សែភ្នែករបស់ក្មេងៗទាំងអស់នេះពួកគេមិនមានការភ័យខ្លាចអ្វីទេពួកគេមានការតាំងចិត្តពួកគេបានឈរនៅស្ងៀមសម្លឹងមើលទៅកាន់ពពួកសត្រូវមានទុកព្រួយនៅក្នុងភ្នែករបស់មេដឹកនាំចំណែកប្រជាសានហេនវិញគាត់បានឈរនៅក្នុងចំណោមហ្វូងមនុស្សហើយមិនបានធ្វើការប្រយុទ្ធទេគាត់បានជ្រើសឈរនៅស្ងៀមគាត់បានជួយក្មេងៗមួយចំនួនដែលមិនអាចរត់បានខណៈពេលដែលគាត់រត់ជាមួយនឹងពួកគេនៅពេលនេះស៊ូមីងបានបើកការវិហារយ៉ាងសាហាវលំពេងវែងនៅក្នុងដៃរបស់គាត់បានបញ្ចេញនៅពន្លឺពណ៌ក្រហមងងឹតចេតនាសម្លាប់របស់ស៊ូមីងគឺពិតជាការសាហាវខ្លាំងណាស់ស៊ូមីងបានបញ្ចុះប្រឆាំងជាមួយនឹងមនុស្សដែលមកពីកុលសម្ព័ន្ធក្នុងខ្មៅយ៉ាងស្វិតស្វាញមនុស្សដែលខ្លងបំផុតនៅក្នុងចំណោមពួកគេគឺជាមេដឹកនាំកុលសម្ព័ន្ធរបស់ពួកគេស៊ូមីងបានបើកការវិហារយ៉ាងពេញទំហឹងរបស់គាត់ថាមពលទាំងអស់របស់គាត់បានផ្ដោតទៅលើលំពេងរបស់គាត់រាងកាយរបស់គាត់ក៏បានផ្ទុះឡើងនៅថាមពលដ៏អស្ចារ្យស៊ូមីងបានចូលទៅជិតមនុស្សគ្រប់គ្នាដែលបានbịប្រហារមកកាន់គាត់ហើយគាត់ក៏បានសម្លាប់មនុស្សគ្រប់គ្នាដែលបានចូលមកការប៉ះទង្គិចគ្នាបានធ្វើរាងកាយរបស់ស៊ូមីងបានញ័រយ៉ាងខ្លាំងកណ្ដាប់ដៃគាត់មានអារម្មណ៍ថាដូចជាស្ពឹកប៉ុន្តែគាត់នៅតែមិនថយក្រោយឡើយបរិះអ្នកដែលប្រយុទ្ធជាមួយស៊ូមីងមិនអាចទប់ទល់នឹងគាត់បានទេដោយការវិប្រហារមួយពីស៊ូមីងនោះគាត់ត្រូវបានបន្ទោសភ្លាមស៊ូមីងបានរើទៅរកបរិះម្នាក់ទៀតគាត់បានលើកកណ្ដាប់ដៃគាត់បានគប់ទៅភ្លាមកាំបិតឆ្អឹងនៅក្នុងដៃរបស់បរិះត្រូវបានបែកទៅជាបំណែករាប់មិនអស់ទឹកមុខរបស់គាត់មានការផ្អាកយ៉ាងខ្លាំងនៅពេលដែលគាត់ឃើញការបង្ហាញនៃការប្រហាររបស់ស៊ូមីងនេះគាត់បានកោតឈាមពេញមាត់ពេលគាត់បានដកថយប៉ុន្តែស៊ូមីងកាន់តែលឿនជាងគាត់ទៅទៀតគាត់បានចូលទៅជិតបរិះចំណាននោះហើយហៀបនឹងសម្លាប់គាត់ទៅហើយនោះមានចេតនាសម្លាប់ដល់ជាមួយបានចាក់មកពីខាងក្រោយខ្នងរបស់គាត់ប៉ុន្តែគាត់នៅតែបន្តដើរទៅខាងមុខការចាប់បានផ្ទុះឡើងនៅក្នុងដើមទ្រូងរបស់គាត់ដូចជាមានកម្លាំងមួយកំពុងតែធ្លាក់មកលើដើមទ្រូងរបស់គាត់យ៉ាងសាហាវឈាមបានហូរចេញពីដើមទ្រូងរបស់គាត់ខណៈពេលដែលព្រួយមួយស្រួចមួយបានចាក់ទម្លុះរាងកាយរបស់គាត់ស៊ូមីងបានយកដៃចាប់ទៅកាន់ព្រួយនោះហើយក៏បានបំបាក់វាភ្លាមបន្ទាប់មកគាត់ក៏ធ្វើការប្រយុទ្ធបន្តបានកលេចទៅខាងក្រោយឃើញថាមេដឹកនាំកងសម្ព័ន្ធនៃភាគីសត្រូវកំពុងតែឈរនៅឆ្ងាយពីគាត់នេះប្រហែលជារាប់រយហ្វីតមេដឹកនាំកងសម្ព័ន្ធភ្នំខ្មៅបានដកព្រួយរបស់គាត់ហៀបនឹងធ្វើការបាញ់ចេញទៅហើយនោះមេដឹកនាំកងសម្ព័ន្ធភ្នំខ្មៅហៀបនឹងដកព្រួយរបស់គាត់ដើម្បីបើកការវិហារមេដឹកនាំកងសម្ព័ន្ធភ្នំគាត់បានក្រហមឡើងហើយបានខិតជិតទៅគាត់បានដកធ្នូរបស់គាត់នៅពេលនោះផងដែរនៅក្នុងព្រៃមួយចំហៀងទៀតមនុស្សពីរនាក់ដែលមានជំនាញខាងបាញ់ព្រួយក៏បានចូលរួមក្នុងសមរភូមិនេះដូចគ្នាស៊ុំមីងបានកលែកមើលទៅព្រះច័ន្ទប្រហែលជាត្រូវបានគ្រប់ទៅដល់ដោយពន្លឺពណ៌ឈាមនៅខាងលើមេឃប៉ុន្តែបំណែកខ្លះនៃពន្លឺព្រះច័ន្ទនៅតែអាចជ្រាបចូលមកខាងក្នុងបានទោះបីវាបិទបាំងដោយពន្លឺពណ៌ឈាមនៅខាងលើមេឃក៏ដោយក៏វានៅតែមានពន្លឺខ្លះនៅពេលយប់ស៊ុំមីងគឺពិតជាខ្លាំងបំផុតមិនមានអ្នកណាក៏សម្គាល់ឃើញព្រះច័ន្ទប្រឈាមទេគឺមានតែស៊ុំមីងតែប៉ុណ្ណោះដែលគាត់អាចមើលឃើញបានប៉ុន្តែវាគួរសោកស្ដាយណាស់ដែលពន្លឺពណ៌ក្រហមងឹតបានបិទបាំងវាខ្លាំងពេកពន្លឺមិនអាចជ្រាបចូលមកបានច្រើនទេស៊ុំមីងបានកវីដៃឆ្វេងរបស់គាត់ចេញការស្វែងពន្លឺព្រះច័ន្ទដែលមើលមិនឃើញនោះបានហក់មករកគាត់បានកវីដៃរបស់គាត់បន្តិចទៅកាន់បរិះដែលកំពុងតែប្រយុទ្ធជាមួយនឹងគាត់នោះក្បាលបរិះនោះត្រូវបានកាត់ផ្ដាច់ភ្លាមនៅពេលដែលខ្សែសរសៃពណ៌ក្រហមបានហក់នៅលើករបស់គាត់វាបានរីកដាលនៅពេលក្បាលគាត់ត្រូវបានកាត់ផ្ដាច់ស៊ុំមីងក៏បានតក្បាលនោះចេញនៅពេលនេះឡៃឈិនកំពុងតែស្ថិតនៅក្នុងគ្រោះថ្នាក់កម្លាំងរបស់គាត់ពេលនេះគឺមិនខ្លាំងដូចមុនទេឥឡូវនេះគាត់រងរបួសធ្ងន់ហើយនៅពេលដែលគាត់កំពុងតែប្រយុទ្ធជាមួយនឹងកម្លាំងចុងក្រោយរបស់គាត់នោះហើយមនុស្សដែលប្រយុទ្ធជាមួយនឹងគាត់គឺជាបរិះម្នាក់ដែលមានរូបរាងធំសម្បើមហើយស្ថិតនៅក្នុងកម្រិតទី6នៃអាណាចក្រនៃកម្មករឈាមបរិះអ្នកនោះបានសើចឡើងយ៉ាងសាហាវនៅពេលដែលគាត់បានបើកការប្រហារទៅកាន់ឡៃឈិនគាត់ហៀបនឹងចាប់ហើយក្បាលឡៃឈិនទៅហើយនោះភ្លាមនោះគាត់ស្រាប់តែមានអារម្មណ៍ថាមានកម្លាំងមួយហក់មកពីខាងក្រោយគាត់យ៉ាងកាយសាហាវភ្លាមនោះក្បាលដែលត្រូវបានតតដោយស៊ូមីននោះបានហោះមករកគាត់បរិះម្នាក់នោះមានការផ្អើលបន្តិចក្បាលនោះបានធ្លាក់ទៅលើខ្លួនរបស់គាត់ហើយក៏បានផ្ទុះភ្លាមបន្ទាប់មកគាត់ក៏បានដួលគួតឈាមទៅឡៃឈិនបានកលេចមើលទៅកាន់បរិះម្នាក់នោះដែលបានដួលទៅលើដីហើយថាមពលរបស់គាត់ក៏បានចាក់ចូលទៅក្នុងកណ្ដាប់ដៃនៅពេលគាត់បានកវីកណ្ដាប់ដៃរបស់គាត់ហើយបន្ទាប់មកគាត់ក៏បានទម្លាក់កណ្ដាប់ដៃគាត់ដូចជាគ្រាប់បាយទៅកាន់បរិះម្នាក់នោះដែលបានដួលទៅខាងលើដីបំបែកគាត់ទៅជាបំណែកភ្លាមបន្ទាប់មកឡៃឈិនក៏បានសើចឡើងយ៉ាងខ្លាំងភ្លាមនោះមនុស្សពីរនាក់ទៀតមកពីកសិផលខ្មៅបានកលេចមកកាន់គាត់ហើយពួកគេបានសើចយ៉ាងសាហាវឡៃឈិនក៏បាននិយាយថាចូលជិតមកខ្ញុំនឹងប្រើឈាមរបស់ខ្ញុំដើម្បីសម្លាប់ពួកឯងទាំងអស់គ្នានៅពេលដែលឡៃឈិនមកផ្ទុះកម្លាំងរបស់គាត់ស្រាប់តែមានអារម្មណ៍ថាមានចំហាយដ៏ស្ទន់មួយបានក្រោមមកលើរាងកាយរបស់គាត់ហៀបនឹងផ្ទុះខ្លួនឯងទៅហើយនោះស៊ុំមីងក៏បានបង្ហាញខ្លួនភ្លាមល្បឿនរបស់គាត់លឿនខ្លាំងណាស់ស៊ុំមីងក៏បានកវីដៃរបស់គាត់ពន្លឺព្រះច័ន្ទបានហក់ទៅរកមនុស្សនោះដែលនៅក្បែរឡៃឈិនដែលហៀបនឹងចាក់ក្បាលឡៃឈិននោះបរិះនោះបានលើកកបិតរបស់គាត់ឡើងនៅពេលនេះគាត់បានឃើញភាពឈួតនៅក្នុងភ្នែករបស់ឡៃឈិនហើយមានការភ័យខ្លាចភ្លាមនៅពេលគាត់ហៀបដកថយនោះគាត់មានអារម្មណ៍ថាឈឺចាប់យ៉ាងខ្លាំងនៅក្នុងខ្លួនរបស់គាត់ហើយភ្លាមនោះភ្នែករបស់គាត់ប្រែជាងឹតគាត់បានផ្ទុះជាអំណាចអាប់ឈាមភ្លាមស៊ុំមីងមកដល់ក្បែរឡៃឈិនគាត់មិនខ្វល់ពីមនុស្សម្នាក់ទៀតដែលកំពុងតែភ័យខ្លាចនោះទេបន្ទាប់មកគាត់ក៏បានជួយសម្រួលសាយឈាមឲ្យឡៃឈិនទៅវិញមុនពេលដែលឡៃឈិនអាចផ្ទុះខ្លួនឯងបានឡៃឈិនគឺពិតមានការភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលដែលគាត់ឃើញបែបនេះនៅពេលនេះស៊ូមីងមិនមានការស្ទាក់ស្ទើរនោះទេគាត់បានលើកឡៃឈិនដាក់លើខ្នងរបស់គាត់ភ្លាមស៊ូមីងក៏បាននិយាយថាបើឯងចង់ស្លាប់នោះពួកយើងស្លាប់ជាមួយគ្នាទៅចុះស៊ូមីងបានកលេចមកខាងក្រោយវិញហើយបានបន្តសម្លាប់អង្គាម្ដងទៀតគាត់បានដកយកកាំបិតស្នែងកូនរបស់គាត់ចេញមកហើយបានធ្វើការប្រហារយ៉ាងសាហាវនៅពេលនេះការប្រយុទ្ធរបស់ណានសុងជាមួយនឹងមេដឹកនាំកងសម្ព័ន្ធគឺពិតជាកាន់តែកាយសាហាវជាងនេះទៀតណានសុងមិនត្រឹមតែប្រយុទ្ធជាមួយនឹងមេដឹកនាំកងសម្ព័ន្ធតែម្នាក់ទេថែមទាំងប្រយុទ្ធជាមួយនឹងមេដឹកនាំផ្សេងទៀតនៅក្នុងកងសម្ព័ន្ធក្នុងផ្នែកផងដែរពួកគេសុទ្ធតែជាមនុស្សដែលមានអំណាចខ្លាំងហើយមានបៃស៊ូម្នាក់ដូចគ្នាការប្រយុទ្ធដ៏គួរឲ្យភ័យរន្ធត់បំផុតគឺជាការប្រយុទ្ធរវាងមេដឹកនាំកងសម្ព័ន្ធជាមួយនឹងមេដឹកនាំកងសម្ព័ន្ធក្នុងខ្មៅនៅពេលនេះសម្លេងព្រួញក៏បានឡើងនៅលើអាកាសឪពុករបស់បៃលីង
បានសម្លាប់មនុស្សនេះមកពីកងសម្ព័ន្ធក្នុងខ្មៅប៉ុន្តែពលរបស់បៃលីងក៏មិនរងរបួសស្រាលដែរនៅពេលនេះប្រតិចាណានសងកំពុងតែប្រយុទ្ធច្បាំងជាមួយទៅនឹងមនុស្សមកពីកងសម្ព័ន្ធក្នុងខ្មៅមានមនុស្ស6នាក់ស្ថិតនៅក្នុងក្រមបញ្ជារបស់គាត់ហើយបានប្រយុទ្ធជាមួយនឹងគាត់បៃលីងវេនេះគឺពិតជារងរបួសធ្ងន់នៅពេលដែលឃើញពលរបស់គាត់ហៀបនឹងដួលហើយនោះគាត់ក៏បានលើពលរបស់គាត់មកវិញហើយដាក់លើខ្នងគាត់ក៏បានរត់chạyចេញទៅពេលនេះមានសារសោកច្រើនកូននៅខាងលើដីមានមនុស្ស9នាក់តែប៉ុណ្ណោះដែលនៅសេសសល់ក្នុងចំណោមពួកគេមេដឹកនាំមកពីកងសម្ព័ន្ធក្នុងខ្មៅបានរងរបួសដូចគ្នាជាបានហូរចេញពីមាត់របស់គាត់មិននឹកស្មានថាប្រជាណានសងគឺខ្លាំងបែបនេះទេប៉ុន្តែយ៉ាងណាក៏ដោយគាត់នៅតែដេញតាមក្រោមការដឹកនាំរបស់គាត់នោះពួកគេបានដេញតាមទៅកាន់មេដឹកនាំកងសម្ព័ន្ធក្នុងខ្មៅនៅក្នុងកំឡុងពេលនៃការយុទ្ធនោះបៃស៊ូនោះបានកលេចមកទៅកាន់ស៊ូប៊ីងគាត់បានកត់សម្គាល់ឃើញអ្វីមួយភ្លាមៗគាត់មានការផ្អើលជាមួយនឹងអំណាចរបស់ស៊ូប៊ីងខ្លាំងណាស់តែអ្វីគាត់ដឹងនោះកងសម្ព័ន្ធក្នុងខ្មៅគឺគ្មានមនុស្សដែលមានអំណាចបែបនេះទេនៅក្នុងចំណោមយុវជនចំនួនក្រោយនោះគាត់សម្លឹងមកទៅកាន់ស៊ូប៊ីងនៅពេលគាត់បានដកថយជាមួយនឹងលេឆិននោះគាត់មានអារម្មណ៍ថាដូចជាធ្លាប់ស្គាល់បន្តិចគាត់បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះស៊ូប៊ីងនៅពេលគាត់បានរកកិច្ចជាមួយនឹងលេឆិនគាត់បានមើលកាន់តែយូរគាត់កាន់តែមានទំនុកចិត្តនេះគឺឯងមូស៊ូឯងគឺជាមូស៊ូនៅពេលគាត់បាននិយាយបែបនេះភ្លាមនោះមនុស្សគ្រប់គ្នាក៏បានលើហើយមេដឹកនាំកងសម្ព័ន្ធក្នុងខ្មៅក៏បាននិយាយភ្លាមៗថាអ្នកណាដែលសម្លាប់គាត់បាននឹងទទួលបានស្ត្រី10នាក់មកពីកងសម្ព័ន្ធក្នុងងឹតភ្លាមៗនោះអ្នកដែលបានដេញតាមទាំងអស់បានផ្ដាល់កូនដៅទៅកាន់ស៊ូប៊ីងស្មរហុំកាន់តែកាយសាហាវឡើងសំឡេងក្រហមនៅខាងលើវេក៏បានលឺខ្លាំងដូចគ្នាផ្នែកដ៏ធំមួយនៃពន្លឺព្រះច័ន្ទត្រូវបានបើកចំហដោយសារតែអាប់បានរៀងស្ដើងជាងមុនហើយនោះពន្លឺព្រះច័ន្ទក៏បានភ្លឺឡើងយ៉ាងខ្លាំងនៅពេលដែលពន្លឺព្រះច័ន្ទបានចាញ់មកលើស៊ូមីងរាងកាយរបស់គាត់ហាក់បីជាមានកម្លាំងឡើងវិញយ៉ាងឆាប់រហ័សពន្លឺព្រះច័ន្ទបានលេចឡើងនៅជុំវិញខ្លួនរបស់គាត់ពន្លឺពណ៌ឈាមនៅក្នុងភ្នែករបស់ស៊ូមីងកាន់តែខ្លាំងឡើងក្នុងពេលជាមួយគ្នានេះកម្ពស់ភ្នំងឹតទាំង5បានញាប់ភ្លាមនៅក្នុងកម្ពស់ភ្នំងឹតទាំង5នោះពួកបិសាចជោគឈាមទាំងអស់នោះបានស្រែកឡើងដោយការរំភើបពួកវាគឺពិតជាមានការត្រេកអរយ៉ាងខ្លាំងវាហាក់បីជាកំពុងតែឃើញម្ចាស់របស់វាយ៉ាងចឹងដែរមនុស្សដំបូងដែលក៏សង្កល់ឃើញអំពីបញ្ហាទាំងអស់នេះគឺជាលេឆិននៅពេលដែលពន្លឺព្រះច័ន្ទបានចាំងជះមកលើស៊ូមីងនោះមនុស្សមកពីកងសម្ព័ន្ធក្នុងខ្មៅមានអារម្មណ៍ថាបេះដូងរបស់ពួកគេបានលោតញាប់យ៉ាងខ្លាំងពួកគេបានឃើញព្រះច័ន្ទពណ៌ក្រហមឈាមនៅក្នុងភ្នែករបស់គាត់គេបានត្រឹមតែលំអរថាតើអ្វីនៅក្នុងភ្នែករបស់គាត់នឹងតើអ្វីទៅនោះគឺជាព្រះច័ន្ទពណ៌ឈាមស្ថិតនៅក្នុងភ្នែករបស់គាត់នៅពេលនោះផងដែរបៃទូដែលកំពុងតែប្រយុទ្ធជាមួយនឹងមូសានៅខាងលើមេឃស្រាប់តែមានអារម្មណ៍ថារំជើបភ្លាមនេះគឺជាលើកទី2ហើយដែលគាត់បានជួបបញ្ហាទាំងអស់នេះកាលពីមុនគាត់មិនអាចរកឃើញបញ្ហាទាំងអស់នេះបានទេហើយមិនដឹងថាប្រភពនៃភាពរំជើបរបស់គាត់នេះមកពីណាដែរគាត់មិនអាចរកឃើញទេប៉ុន្តែនៅពេលនេះគាត់ហាក់បីជាបានដឹងចម្លើយប្រជាមូសាហាក់បីជាអស់កម្លាំងបន្តែភ្លាមនោះគាត់ក៏បានមានអារម្មណ៍ថារំភើបឡើងវិញភ្នែករបស់គាត់ឡើងភ្លឺគាត់បានកត់សម្គាល់ឃើញការផ្លាស់ប្ដូរកម្លាំងឈីនៅក្នុងខ្លួនរបស់បៃទូពោះថ្លាន់មួយនៅក្បែរគាត់បានក្រហមឡើងនៅពេលដែលគាត់បានឆ្លៀតការនេះវាប្រហារទៅកាន់បៃទូភ្លាមរលកដ៏ធំនៃអាពណ៌ឈាមបានបបោកយ៉ាងខ្លាំងលើផ្ទៃមេឃដោយត្រាប់តាមចលនារបស់បៃទូនោះឈុតឆាននោះបានធ្វើឲ្យមនុស្សទាំងអស់នៅលើដីមានការផ្អើលយ៉ាងខ្លាំងចំពោះព្រះច័ន្ទពណ៌ឈាមនៅក្នុងភ្នែករបស់ស៊ូមីងប្រជាណានសងពេលនេះគាត់បានកវិនដែររបស់គាត់ហើយនាំមនុស្សគ្រប់គ្នាចាកចេញគាត់ក៏បានស្រែកថាដកថយនៅពេលដែលពួកគេបានរកគេខ្លួនមនុស្ស9នាក់មកពីកងសម្ព័ន្ធក្នុងខ្មៅបានបាត់ការផ្អើលពួកគេចំពោះស៊ូមីងទៅវិញពួកគេបានដេញតាមម្ដងទៀតពួកគេនៅឆ្ងាយពីប្រជាណានសងប្រហែលជារាប់រយសិតហ្វីតប្រជាណានសងបានបន្តនៅខ្លឹមសារឈាមរបស់គាត់ចេញឈាមបានប្រែក្លាយជាដៃយឺតដ៏ធំមួយហើយបោកបក់ទៅរកមនុស្សគ្រប់គ្នាដែលបានដេញតាមមកកាន់គាត់សំឡេងបន្ទូបន្លឺឡើងនៅខាងលើអាកាសដៃដ៏ធំសម្បើមនោះបានប្រែក្លាយជាអាប់ឈាមហើយបក់បោកមនុស្សគ្រប់គ្នាប្រជាណានសងបាននិយាយខ្ញុំអាចមានអារម្មណ៍ពីវាបាននៅពេលដែលអ្នកហ្វឹកហាត់មួយចំនួនមកពីកងសម្ព័ន្ធក្នុងខ្មៅកំពុងតែមករកពួកយើងនោះខ្ញុំនឹងអាចបញ្ចេញសិល្បៈអតីតភាពរបស់ខ្ញុំដើម្បីធ្វើការការពារខ្លួនឯងហើយអាចទប់ទល់នឹងការវាយប្រហារបានគាត់បានបើកភ្នែករបស់គាត់ហើយមិនបានរត់ទេគាត់បានអង្គុយចុះកម្លាំងនៅក្នុងខ្លួនរបស់គាត់បានរំលាយនៅក្នុងខ្លួនសរសៃឈាមទាំងអស់បានរួមវាហាក់បីជាបង្កើតបានជារូបភាពមួយបៃលីងបានបីឪពុករបស់គាត់នៅលើខ្នងពេលនេះគាត់មិនមានកម្លាំងដើម្បីប្រយុទ្ធទេសូម្បីតែការរត់ក៏ពិបាកដែរចំពោះមេដឹកនាំគាត់សោះវិញគាត់កំពុងតែបង្ខំខ្លួនឯងឲ្យនៅទប់ទល់ទោះបីគាត់អស់កម្លាំងក៏ដោយនៅពេលនេះនៅពីខាងក្រោយស៊ូមីងមានបរិសម្នាក់ទៀតដែលមានអាយុប្រហែលជា30ឆ្នាំមុខរបស់គាត់ស្អីស្លាំងហើយដៃឆ្វេងរបស់គាត់ប្រឡាក់ទៅដោយឈាមគាត់បានកាន់លំពែងដ៏វែងមួយគាត់បានសម្លឹងមកទៅកាន់ស៊ូមីងរួចក៏បានឈរនៅពីខាងមុខគាត់ក៏បាននិយាយថាស៊ូមីងនៅពេលនេះយើងនឹងឲ្យឯងចាប់ពីពេលនេះទៅឯងនឹងធ្វើជាប្រធានការពារកងសម្ព័ន្ធបន្តនឹងធ្វើជាអ្នកដឹកនាំបន្តពីយើងខ្ញុំធ្លាប់ឃើញជំនាញរបស់ឯងជាមួយនឹងការប្រើប្រាស់ធ្នូពីមុនមកហើយយើងដឹងថាឯងគឺពិតជាពូកែក្នុងការបាញ់ធ្នូខ្លាំងណាស់ស៊ូមីងបានយកធ្នូនឹងព្រួញជីមកធ្នូនេះគឺពិតជាធន់ណាស់គាត់បានក្បាលតិចទៅដាក់បៃលីងបានដកធ្នូមកឲ្យគាត់ភ្លាមពេលវេលាបានកន្លងផុតទៅបន្តិចម្ដងនៅពេលដែលពួកគេបានដកដង្ហើមចេញនិងដកដង្ហើមចូលចំហាយនៃគួយបែកខ្លាចមួយបានលេចឡើងនៅក្នុងខ្លួនរបស់ប្រជាណានសងពេលនេះគាត់នឹងបញ្ចេញសិល្បៈវេទភាពដ៏អស្ចារ្យរបស់គាត់មួយដើម្បីបើកការវាយប្រហារខណៈពេលផងដែរស៊ូមីងបានលើកធ្នូនៅក្នុងដៃរបស់គាត់នៅពេលដែលគាត់បានទាញកម្លាំងអស់នៅក្នុងខ្លួនរបស់គាត់បានបញ្ចូលទៅក្នុងក្របព្រួញគាត់បានលែងក្របព្រួញចេញសំឡេងក៏បានលឺឡើង
ឡើងយ៉ាងខ្លាំងនៅពេលដែលព្រួយហោះតាមអាកាសនោះបន្ទាប់មកវាបានស្ទុះទៅរកមនុស្ស9នាក់មកពីកោះសំពំក្នុងខ្មៅមួយរំពេចភ្នែកភ្លាមនោះគាត់បានបាញ់សម្ដៅទៅកាន់មនុស្សម្នាក់ស្ថិតនៅក្នុងកម្រិតទី5នៃអាណាចក្រកម្មករឈាមស៊ូមីងបានបាញ់ហើយទម្លុះទៅកាន់រាងកាយរបស់គេភ្លាមដើមទ្រូងរបស់មនុស្សនោះត្រូវបានផ្ទុះហើយបន្ទាប់មកគាត់ក៏បានដួលទៅលើដីនៅពេលដែលស៊ូមីងបានយកព្រួយទី2ចេញមកមនុស្ស8នាក់នៅសេសសល់មកពីកោះសំពំក្នុងខ្មៅស្ថិតនៅក្នុងចម្ងាយ300 ហ្វីតអំពីគាត់រួចទៅហើយយុវជនអ្នកដែលឈរនៅជិតជាងគេនោះបានសើចឡើងបន្ទាប់មកគាត់ក៏បានស្ទុះទៅមុខគាត់បានប្រើប្រាស់កម្លាំងអស់នៅក្នុងក្រុមគាត់បំផ្ទុះខ្លួនឯងដើម្បីការពារមនុស្សនៅក្នុងកោះសំពំក្នុងខ្មៅមិនឲ្យចូលចិត្តស៊ូមីងនោះទេហើយគាត់បានសម្រេចចិត្តបំផ្ទុះខ្លួនឯងភ្លាមនៅពេលនេះគាត់បានទាញពេលវេលាដើម្បីឲ្យស៊ូមីងប្រើប្រាស់ការវិវហាដ៏សាហាវបំផុតរបស់គាត់នៅពេលដែលឃើញសមាជិកនៃកោះសំពំបានលះបង់ខ្លួនឯងបែបនេះហើយស៊ូមីងមិនអាចទ្រាំទ្របានទេគាត់ត្រូវតែបញ្ញត្តិការផ្ទុះខ្លួនឯងរបស់សមាជិកកោះសំពំនោះបានរារាំងរយៈពេល3ដង្ហើមរបស់មនុស្សមកពីកោះសំពំក្នុងខ្មៅការចូលចិត្តទៅកាន់ស៊ូមីងនៅក្នុងកំឡុងពេល3ដង្ហើមនេះស៊ូមីងបានបាញ់ព្រួយទី2ហើយបាញ់ទម្លុះបេះដូងមនុស្សម្នាក់មកពីកោះសំពំក្នុងខ្មៅបន្ទាប់មកគេក៏បានស្លាប់ទៅក្នុងពេលជាមួយគ្នាដែរស៊ូមីងបានបាញ់ព្រួយទី3បន្ទាប់ពីមនុស្សទី2បានស្លាប់បន្ទាប់មកក៏បានដកលំពេរបស់គាត់បានរត់ទៅមុខភ្លាមដើម្បីប្រជុំជាមួយនឹងពួកគេគាត់បានសម្ដៅទៅរកមនុស្ស7នាក់ដែលសេសសល់រួមទាំងសមាជិកកោះសំពំនៃកោះសំពំក្នុងខ្មៅហើយក៏មានមេដឹកនាំដូចគ្នាពួកគេសុទ្ធតែមានរបួសរៀងៗខ្លួនប៉ុន្តែពួកគេនៅតែមានកម្លាំងខ្លាំងនៅឡើយហើយឈិនបានទប់ចិត្តរបស់គាត់ដឹងថាគាត់មិនអាចវាប្រហារបានទេប៉ុន្តែពេលនេះគាត់មិនអាចទ្រាំទ្របានទេទោះបីជាគាត់ស្លាប់ក៏ដោយគាត់ត្រូវតែស្លាប់នៅទីនេះហើយនឹងប្រយុទ្ធប្រឆាំងនឹងពួកគេគាត់បានបោះជំហាន2 3ជំហានទៅពីមុខប្រជាណានសុងគាត់ក៏បាននិយាយថាស៊ូមីងឯងបាននិយាយពីមុនថាខ្ញុំមិនអាចស្លាប់បានទេបើខ្ញុំចង់ស្លាប់យើងត្រូវតែស្លាប់នៅក្នុងពេលនេះដើម្បីការពារកោះសំពំរបស់យើងខ្ញុំនឹងរក្សាការសន្យានេះជាមួយនឹងឯងខ្ញុំនឹងស្លាប់ជាមួយឯងទៅចុះនៅថ្ងៃនេះប៉ុន្តែស៊ូមីងមិនបានស្ដាប់គាត់ទេគាត់នៅតែបន្តយុទ្ធយ៉ាងកាយសាហាវទៅកាន់មនុស្សគ្រប់គ្នាលំពេនៅក្នុងដៃគាត់បានប្រែជាពណ៌ខ្មៅងឹតនៅពេលដែលគាត់ប្រយុទ្ធជាមួយនឹងមេដឹកនាំកោះសំពំក្នុងខ្មៅកម្លាំងរបស់គាត់គឺពិតជាអស្ចារ្យណាស់ស្ថិតនៅក្នុងកម្រិតទី8នៃអាណាចក្រកម្មករឈាមស្មើជាមួយនឹងយាយប៉ាងដែរនៅក្នុងកំឡុងពេលនៃការប្រយុទ្ធគ្នាឈាមបានហូរចេញពីជ្រុងមាត់របស់ស៊ូមីងគាត់បានរងរបួសដោយការវាយប្រហារផ្ទាល់ពីមេដឹកនាំកោះសំពំប៉ុន្តែគាត់នៅតែស៊ូទ្រាំជាមួយនឹងការចាប់គាត់បានរកលំពេរបស់គាត់ទៅចំហៀងគោលដៅរបស់គាត់គឺជាមនុស្សម្នាក់ដែលស្ថិតនៅក្នុងកម្រិតទី6ដំបូងឡើយមនុស្សនេះបានញញឹមយ៉ាងកាយសាហាវទៅកាន់ស៊ូមីងគាត់ដឹងថាការវាយប្រហាររបស់មេកោះសំពំគឺពិតជាខ្លាំងការវាយប្រហារមួយនេះអាចសម្លាប់ស៊ូមីងបានភ្លាមប៉ុន្តែគាត់មិននឹកស្មានថាអ្វីគ្រប់យ៉ាងខ្លាចជាបែបនេះទេលំពេនោះបានហក់ចូលទៅកាន់គាត់ភ្លាមនៅពេលដែលស៊ូមីងបានរុញទៅវាបានទម្លុះភ្នែកខាងស្ដាំរបស់គាត់ភ្លាមនោះវាបានចាក់គាត់ជាប់ទៅនឹងដីឈាមបានហូរចេញពីរាងកាយរបស់ស៊ូមីងគាត់បានដួលទៅលើដីភ្លាមនៅពេលដែលមនុស្ស5នាក់មកពីកោះសំពំក្នុងខ្មៅហ៊ាននឹងបើកការវាយប្រហារទៅកាន់គាត់ទៅហើយនោះស៊ូមីងក៏បានបង្ហាញស្នាមញញឹមយ៉ាងខុសខើមួយនៅពេលដែលគាត់បានលាតដៃឡើងទៅខាងលើពន្លឺព្រះច័ន្ទបានធ្លាក់មកខាងលើគាត់វាបានប្រែក្លាយជាសរសៃតូចៗដែលបានរំពាត់ជុំវិញរាងកាយរបស់គាត់បានបោះសរសៃតូចៗទាំងអស់នេះចេញទៅខាងក្រៅបន្ទាប់មកវាបានបញ្ញាហក់ចូលទៅក្នុងខ្លួនរបស់មនុស្សទាំង5នាក់បានហក់មករកគាត់ទឹកមុខរបស់មេដឹកនាំកោះសំពំប្រែជាកាយសាហាវភ្លាមគាត់បានរុញបៃស៊ូទៅម្ខាងដោយដៃស្ដាំរបស់គាត់បៃស៊ូក៏បានហក់ទៅខាងមុខទៅរកឡៃឈិនដោយចេតនាសម្លាប់មេដឹកនាំកោះសំពំក្នុងខ្មៅបានក្រហមនៅពេលដែលពន្លឺពណ៌ក្រហមឈាមបានផ្ទុះចេញពីរាងកាយរបស់គាត់បានប្រែរូបគាត់ទៅជាខ្លាឃ្មុំដ៏ធំមួយក្បាលនេះគឺជានិមិត្តសញ្ញារបស់ម៉ាន់ស៊ូរបស់គាត់ការវិវហាដោយនិមិត្តសញ្ញាម៉ាន់ស៊ូគឺពិតជាការវិវហាដ៏សាហាវខ្លាំងណាស់នៅពេលដែលវាលេចឡើងភ្លាមវាបានបញ្ចេញនូវសម្លេងក្រហមភ្លាមរំជួយមេផ្ទាំងផែនដីរាងកាយវាបានប្រែក្លាយជារឹងមាំដើម្បីរារាំងពន្លឺព្រះច័ន្ទពណ៌ឈាមនិងខ្សែស្រឡាយពណ៌សដែលបានបាញ់ចេញដោយស៊ូមីងប៉ុន្តែគាត់មិននឹកស្មានថាគាត់នឹងមិនអាចរារាំងវាបានទេភ្លាមនោះហាក់បីជាកម្លាំងព្រះច័ន្ទដ៏ខ្លាំងក្លាបានហាយហួររាងកាយរបស់គាត់រូបរបស់គាត់ដែលបានប្រែក្លាយជាខ្លាឃ្មុំនោះបានស្រែកឡើងយ៉ាងខ្លាំងពន្លឺផ្លេកបានលេចឡើងនៅក្នុងភ្នែករបស់ខ្លាឃ្មុំបន្ទាប់មកវាបានផ្ទុះភ្លាមទៅជាពន្លឺពណ៌ប្រាក់ហើយរាងកាយរបស់មេដឹកនាំកោះសំពំក៏បានបោះចេញទៅឆ្ងាយស៊ូមីងចាប់ផ្ដើមសម្លាប់នៅពេលដែលគាត់កំពុងតែដេកលើអាកាសគាត់បានឃើញអ្នកហ្វឹកហាត់ថ្មីរាប់សិបនាក់មកពីកោះសំពំខ្មៅកំពុងតែស្ទុះពីក្នុងព្រៃមករកពួកគេគាត់បានឃើញលេឈិនឈរនៅចំពោះមុខព្រះជាណានសងហើយបន្ទាប់មកក៏បានបញ្ញាទៅរកបៃស៊ូភ្លាមគាត់ក៏បាននិយាយឲ្យថាវាមិនតបញ្ចប់ឡើយទេខ្ញុំនៅតែអាចយុទ្ធបានខណៈពេលនេះឡៃឈិនកំពុងតែរងការប្រហារដ៏សាហាវរបស់បៃស៊ូបានខិតជិតទៅកាន់គាត់នៅពេលនេះផងដែរស៊ូមីងបានចាប់ដៃរបស់គាត់ទៅនឹងធ្នូគាត់បានទាញព្រួយរបស់គាត់ម្ដងទៀតនេះគឺជាក្របចុងក្រោយហើយនៅសេសសល់គាត់បានតម្រង់វាទៅកាន់បៃស៊ូភ្លាមបន្ទាប់មកកម្លាំងកាយសាហាវបានមករួមចូលទៅក្នុងកម្លាំងនៃព្រួយបៃស៊ូទៅដល់មុខឡៃឈិននោះស្នាមញញឹមរបស់គាត់បានប្រែជាស្រពោភ្លាមគាត់ស្រាប់តែមានការស្រឡាំងកាំងគាត់អាចមានអារម្មណ៍ថាមានគ្រោះថ្នាក់ភ្លាមនោះអាពណ៌ឈាមបានឡំព័ទ្ធជុំវិញគាត់វាបានប្រែក្លាយជាស្លាបព្រះច័ន្ទពណ៌ឈាមដើម្បីធ្វើការរារាំងទៅកាន់ស៊ូមីងខណៈពេលដែលព្រួយនោះបានទម្លុះវាបានឆ្លងកាត់ស្លាបព្រះច័ន្ទពណ៌ឈាមភ្លាមស្លាបព្រះច័ន្ទពណ៌ឈាមមិនអាចការពារបៃស៊ូបានទេបៃស៊ូមានអារម្មណ៍ថាចាំនៅដើមទឹករបស់គាត់ឈាមបានហូរចេញមកព្រួយបានទម្លុះរាងកាយរបស់គាត់ហើយបានធ្លាក់ទៅលើជើងរបស់ឡៃឈិនបៃស៊ូបានដួលទៅលើដីភ្លាមគាត់បានបើកភ្នែកធំហើយបានដកដង្ហើមយ៉ាងងាប់ខណៈពេលដែលគាត់បានយកដៃក្តោបដើមទ្រូងរបស់គាត់ដូច្នេះក៏មិនអាចទប់ទល់នឹងការវិភាគរបស់ស៊ូមីងបានទេព្រួយមួយទម្លុះខ្លួនរបស់គាត់ភ្លាមទោះបីជាគាត់មានសារព្រះច័ន្ទពណ៌ឈាមដែលស្ថិតនៅក្នុងកម្រិតចុងក្រោយការពារគាត់ក៏ដោយគាត់បានត្រឹមតែឡំឲ្យថា
ទេខ្ញុំមិនអាចស្លាប់ទេមានអាចរួចទេប្រជាបាននិយាយថាខ្ញុំនឹងមិនអាចពេលនេះគាត់ស្រាប់តែមានអារម្មណ៍ថាភ័យខ្លាចគាត់មិនអាចជឿនៅអ្វីដែលបានកើតឡើងបានទេពេលនេះរាងកាយរបស់គាត់មានអារម្មណ៍ថាត្រជាក់ខ្លាំងភាពអសង្ឃឹមបានពីពេញបេះដូងរបស់គាត់មិនចង់ស្លាប់ទេគាត់មិនអាចស្លាប់បានទេគាត់ខ្លាចស្លាប់ខ្លាំងណាស់គាត់នៅក្មេងនៅឡើយមិនទាន់អាយុ20ឆ្នាំផងគាត់គឺជាលេខ1ក្នុងចំណោមក្មេងចំនួនក្រោយក្នុងភូមិរបស់គាត់មិនគួរស្លាប់បែបនេះទេគាត់ចង់ខ្លាចជាអ្នកប្រខានដ៏ខ្លាំងបំផុតដែលលើអំពីមនុស្សទាំងអស់នៅក្នុងអាណាចក្រខ្យល់គាត់ចង់ប្រាប់អ្នកទាំងអស់គ្នាថាបៃលីងគឺជាស្រីរបស់គាត់ហើយនឹងធ្វើឲ្យនាងសូមវល់មកកាន់គាត់មានរឿងជាច្រើនដែលចង់ធ្វើគាត់មិនដែលគិតថាគាត់នឹងស្លាប់នៅពេលនេះទេគាត់មិនអាចទេគាត់មិនចង់ស្លាប់ទេប៉ុន្តែទោះជាយ៉ាងណាក៏ដោយនៅពេលនេះគាត់បានដួលទៅលើដីផ្ទៃគាត់បានបើកចំហសម្លឹងមើលទៅខាងលើមេឃពេលនេះបៃស៊ូបានស្លាប់ហើយងាប់ចុះអាងាប់នៅពេលដែលបៃស៊ូបានស្លាប់មេដឹកនាំគាត់សពន់គឺពិតជាមានការផ្អើលខ្លាំងណាស់គាត់មិនជឿនោះទេការភ័យខ្លាចបានលេចឡើងលើមុខរបស់គាត់នេះគឺជាទេពកំសោដ៏អស្ចារ្យនៅក្នុងចំនួនក្មេងចំនួនក្រោយក្នុងកលសម្ព័ន្ធរបស់គាត់បៃស៊ូស្ទើរតែចំណាយអ្វីបីគ្រប់យ៉ាងដើម្បីឲ្យបៃស៊ូឡើងទៅដល់ចំណុចកំពូលនៅពេលដែលគាត់ឃើញនេះទឹកមុខរបស់គាត់ប្រែជាស្លេកស្លាំងភ្លាមមិនមែនតែគាត់មានទេសំបីតែមនុស្សគ្រប់គ្នាមកពីកលសម្ព័ន្ធរបស់គាត់ក៏ដូចជាផងដែរពួកគេមានការភ័យខ្លាចយ៉ាងខ្លាំងចំពោះប្រជាខណៈពេលនេះផងដែរស៊ូមីងក៏បានដួលទៅលើដីឈាមកាន់តែច្រើនបានហូរចេញពីរបួសរបស់គាត់ប៉ុន្តែគាត់នៅតែមានស្នាមញញឹមនៅលើមុខរបស់គាត់ការសម្លាប់បៃស៊ូគឺជាគោលដៅមួយរបស់ស៊ូមីងដូចគ្នាការសម្លាប់បៃស៊ូមិនត្រឹមតែការពារកលសម្ព័ន្ធរបស់គាត់នោះទេថែមទាំងធ្វើឲ្យការយុទ្ធនេះមានការរអាក់រអួលទៀតផងមនុស្សជាច្រើនទៀតបានមកពីកលសម្ព័ន្ធភ្នំខ្មៅមកកាន់តែច្រើនខណៈពេលនោះផងដែរសម្លេងក្រហមដ៏សោកសៅក៏បានបន្លឺទាំងកំហឹងចេញពីអាប់ឈាមនៅខាងលើមេឃបៃទូបានស្រែកឡើងថាស៊ូងាប់បានសម្រេចគាត់ក៏លេចមើលទៅកាន់បៃស៊ូដែលនៅខាងក្រោមដេកមិនកម្រើកសោះអ្នកណាជាអ្នកសម្លាប់ស៊ូរបស់យើងសម្លាប់ពួកវាចោលទៅសម្លាប់កលសម្ព័ន្ធភ្នំងប់ចោលទាំងអស់ពួកវាត្រូវតែស្លាប់សងឲ្យស៊ូរបស់យើងមកប្រកាច់វាយគេមុនសោះហ្នឹងគាត់ចង់ស្ទុះទៅខាងក្រោមប៉ុន្តែភ្លាមនោះប្រជាមុសាងក៏បានរៀងគាត់ដែលស្ដាររបស់គាត់ក៏បានកវីឡើងទៅខាងលើមេឃពោះថ្លាន់ពោះខ្មៅបែបមានប្រវាយរាប់សិបហ្វីតបានហក់ចេញទៅរៀងការចាក់ចេញរបស់ប្រជាបៃទូនៅពេលដែលបៃទូបានក្រហមឡើងនោះមេដឹកនាំកលសម្ព័ន្ធភ្នំខ្មៅបានបែកញើសត្រជាក់ភ្លាមរៀងការរបស់គាត់ញ័រឲ្យការភ័យខ្លាចពេលនេះគាត់លេងខ្វល់ជាមួយនឹងប្រជាណានសងទៀតហើយគាត់បានបើកការវិភាគទៅកាន់ស៊ូមីងជំនួសវិញគាត់ត្រូវតែសម្លាប់ស៊ូមីងដែលបានធ្វើបាបបៃទូនៅពេលដែលស៊ូមីងស្លាប់ទោសរបស់គាត់ដែលធ្វើឲ្យបៃស៊ូរងរបួសនិងស្លាប់នោះក៏ត្រូវបានកាត់បន្ថយផងដែរមនុស្សពីរនាក់នៅក្បែរគាត់ក៏ធ្វើសកម្មភាពដូចគ្នាបញ្ញាទៅរកស៊ូមីងនៅតែបង្ហាញស្នាមញញឹមគាត់សម្លឹងមើលទៅកាន់មនុស្ស3នាក់ដែលកំពុងតែហក់មករកគាត់ហើយដឹងថាពេលនេះគាត់ទទួលបានជោគជ័យហើយខណៈពេលជាមួយគ្នានេះសរសៃឈាមនៅក្នុងខ្លួនរបស់គាត់បានបំផ្ទុះឡើងប្រជាណានសងក៏បានបើកភ្នែកឡើងដូចគ្នារាងកាយរបស់គាត់បានញ័រហើយស្នាមប្រេះមួយបានលេចឡើងនៅចន្លោះចិញ្ចើរបស់គាត់ពលឺពណ៌បៃតងមួយបានលេចឡើងនៅក្នុងចន្លោះចិញ្ចើរបស់គាត់មុខរបស់គាត់សេចខ្លាំងហើយបានប្រែក្លាយជាបាត់បង់ជីវិតប៉ុន្តែក៏មានកម្លាំងមួយហក់ចេញមកពីក្នុងខ្លួនរបស់គាត់ភ្លាមៗគាត់បានបាត់ខ្លួនហើយបង្ហាញខ្លួននៅជិតស៊ូមីងភ្លាមគាត់បានកវីដៃទៅរកមនុស្ស3នាក់បានហក់មករកសម្លេងបន្ទូលដ៏ខ្លាំងក្លាក៏បានឡើងប្រធានក្រុមកលសម្ព័ន្ធភ្នំខ្មៅក៏បានបែកក្បាលភ្លាមរាងកាយរបស់ពួកគេត្រូវបានបែកជាបំណែកហើយស្លាប់ភ្លាមតែម្ដងសមាជិកមកពីកលសម្ព័ន្ធភ្នំខ្មៅបន្ថែមទៀតក៏បានមកដល់មានមនុស្ស2នាក់បានដឹកនាំពួកគេប្រជាណានសងក៏បាននិយាយថាទីបំផុតពួកឯងបានមកដល់ហើយគាត់បានទាដៃរបស់គាត់ទៅខាងលើដីភ្លាមនោះដីក៏បានលំហាក់បីដូចជារលកបានបង្កើតឡើងដោយសារតែការទះរបស់គាត់សម្លេងក្រហមដ៏ខ្លាំងក្លាក៏បានបន្លឺហើយដៃធំពីរបានចំមាប់ប្រញាល់ទម្លុះចូលទៅក្នុងដីមុនពេលដែលវាផ្គូផ្ចូលគ្នាសត្រូវទាំងអស់រួមទាំងមេដឹកនាំកលសម្ព័ន្ធភ្នំខ្មៅដែលជាប់នៅខាងក្នុងបានបន្លឺសម្លេងញោមនិងសោកសៅភ្លាមពន្លឺពណ៌បៃតងបានរំពាត់ជុំវិញស៊ូមីងបន្ទាប់ពីមួយស្ទុះក្រោយមកផ្នែករបស់ស៊ូមីងបានប្រែក្លាយជាភ្លឺច្បាស់ឡើងវិញហើយគាត់ហាក់បីជាមានអារម្មណ៍ថារបួសរបស់គាត់ទាំងអស់ត្រូវបានជាសះស្បើយបន្ទាប់មកពន្លឺក៏បានរសាត់បាត់ហើយអណ្ដែតទៅរកប្រជាណានសងវិញនៅពេលនេះស៊ូមីងក៏ទទួលបានការគ្រប់គ្រងមកកាន់រាងកាយរបស់គាត់ឡើងវិញមុនហ្នឹងគឺប្រជាណានសងគ្រប់គ្រងរាងកាយរបស់គាត់ប្រជាណានសងបានក្រោកឈរឡើងហើយបានស្រែកពួកយើងត្រូវតែបញ្ញាស្មារតីភូមិរវាងពួកគេទាំងពីរនាក់ឆ្ពោះទៅរកការរស់មានជីវិតរបស់ពួកយើងបៃទូមិនតាមបានបញ្ចេញនៅសិល្បៈទេភាពដ៏អស្ចារ្យរបស់គាត់ដល់ឡើយទេវាគឺពិតជាខ្លាំងក្លាណាស់យើងត្រូវតែបញ្ញានៅពេលណាដែលគាត់បញ្ចេញនោះបានន័យថាអ្វីគ្រប់យ៉ាងត្រូវបានបញ្ចប់ហើយពេលនៅពីលើដីបានប្រែទៅជាពណ៌ខ្មៅភ្លាមរុក្ខជាតិទាំងអស់នៅជុំវិញបានក្រៀមស្វិតខណៈពេលនេះទឹកមុខរបស់ស៊ូមីងក៏បានផ្លាស់ប្ដូរគាត់បានបង្កើតលបួនរបស់គាត់តាមឲ្យទាន់ប្រជាណានសងពួកគេបានរត់ឆ្ពោះទៅកាន់កលសម្ព័ន្ធដែលនៅសេសសល់ព្រៃនៅពីខាងក្រៅពួកគេបានក្រៀមស្វិតភ្លាមអាខ្មៅបានហុយចេញពីដីនិងដើមឈើទាំងអស់ហោះទៅលើមេឃព្រឹកខ្មៅនៅលើដីបានបន្តរេដាលនៅពេលដែលពួកវាបានក្រោកទៅ10ជុំវិញតំបន់នេះទាំងមូលហើយបានដេញតាមពួកគេមិនយូរប៉ុន្មាននោះពន្លឺពណ៌ខ្មៅលេងរាលដាលពីពេញដីទៀតហើយសម្លេងផ្គរលាន់ដ៏ខ្លាំងក្លាបានបន្លឺពីខាងលើមេឃហាក់បីជាញ័រខ្លាំងភ្លាមនោះចំហាយស្អីស្នាប់ក៏បានរាលដាលពីពេញផ្ទៃមេឃស៊ូមីងបានបន្តរត់យ៉ាងលឿនជាមួយប្រជាណានសងខណៈពេលដែលគាត់ជាមួយនឹងប្រជាណានសងបានទៅដល់សមាជិកនៃកលសម្ព័ន្ធឃើញថាពួកគេគឺនៅមានសុវត្ថិភាពពួកគេកំពុងថាស្រួលស្រាលផងដែរមេដឹកនាំកលសម្ព័ន្ធបានបាត់បង់ជើងទាំងពីរហើយបានស្លាប់បាត់ស្មារតីទៅហើយបៃលីងក៏រងរបួសធ្ងន់ឡៃឈិនក៏មិនអាចមើលឃើញទៀតដែរពួកគេអស់កម្លាំងទាំងស្រុងប្រជាណានសងមើលទៅធម្មតាប៉ុន្តែទឹកមុខរបស់គាត់ក៏ស្លេកស្លាំងបង្ហាញថាជីវិត
របស់គាត់គឺហៀបនឹងរីស្គូតហើយស៊ូមីងរបួសរបស់គាត់ក៏មិនស្រាលដែរប្រជាណានសង្កបាននិយាយមាននរណាម្នាក់កំពុងតែជួយកោសម្ពត់ព្រំខ្មៅយើងពិតជានៅសល់ដេញតាមបន្តទៀតពួកគេមិនទាន់អស់ឡើយទេខ្ញុំបានលះបង់របស់ខ្ញុំខ្លះអស់ទៅហើយប៉ុន្តែខ្ញុំមិនអាចសម្លាប់ពួកគេទាំងអស់បានទេខ្ញុំអាចត្រឹមតែដាក់អន្ទាក់ពួកគេហើយទីមពេលវេលាសម្រាប់ពួកទាំងអស់គ្នាខ្លះពួកយើងត្រូវតែបញ្ញាបញ្ញាលឿននៅខណៈពេលនោះផងដែរសម្លេងក្រហមក៏បានបន្លឺឡើងពីខាងលើមេឃយ៉ាងខ្លាំងក្លារលកដ៏ធំបានរីករាលដាលពីពេញផ្ទៃមេឃពស់ថ្លាន់ពណ៌ខ្មៅក៏បានធ្លាក់មកពីខាងលើមេឃរបួសជាច្រើនបានធ្លាក់នៅលើខ្លួនរបស់វាមិនអាចស៊ូទ្រាំបានទេហើយពេលនេះវាក៏បានស្លាប់ទៅប្រជាមូសាក៏បានធ្លាក់ចុះមកដូចគ្នានៅពេលដែលប្រជាបានធ្លាក់ចុះបៃទូបានដេញមកយ៉ាងសាហាវនៅពីខាងក្រោយខ្នងរបស់បៃទូគឺជាស្លាបព្រះច័ន្ទពណ៌ឈាមមុខរបស់គាត់ពោពេញទៅដោយឈាមមុខរបស់គាត់មានឈាមស្រស់មានភាពកាចសាហាវនៅក្នុងភ្នែករបស់គាត់ចេតនាថ្លើមរបស់បៃទូគឺពិតជាសាហាវខ្លាំងណាស់អំណាចរបស់បៃទូបានបង្កើតឡើងតាមរយៈស្លាបព្រះច័ន្ទពណ៌ឈាមខណៈពេលនេះសមាជិកកសិកម្មទាំងអស់ហាក់បីជាអស់សង្ឃឹមទៅហើយប៉ុន្តែពួកគេមិនអាចធ្វើអ្វីបានទេដើម្បីជួយប្រជានោះសូម្បីតែមេដឹកនាំកសិកម្មក៏បានសម្លាប់បាត់បង់ស្មារតីទៅហើយដែរប្រជាណានសូមបានយកដៃទះទៅកាន់ថ្ងាសរបស់គាត់ស្នាមប្រេះនៅចន្លោះចោលរបស់គាត់ក៏បានបាត់ទៅវិញរូបរាងពណ៌បៃតងបានចាត់ចេញពីចន្លោះចោលរបស់គាត់រត់ទៅរកប្រជាមូសាងដែលនៅចម្ងាយឆ្ងាយពីគាត់30ហ្វីតនៅពេលនេះក្នុងភ្នែកអូស្មីនប្រាជាទទេស្អាតគាត់បានត្រឹមតែសម្លឹងមើលទៅកាន់ស្លាបព្រះច័ន្ទពណ៌ឈាមដែលកំពុងតែហក់ទៅរកប្រជារបស់គាត់តែប៉ុណ្ណោះគាត់បានត្រឹមតែសម្លឹងមើលការសោកសៅមួយនេះស្លាបព្រះច័ន្ទពណ៌ឈាមបានបើកមាត់របស់វាយ៉ាងធំហៀបនឹងលេបតបាក់ទៅកាន់ប្រជានៅពេលដែលវាហៀបនឹងលេបយកគាត់ទៅហើយនោះស៊ូមីងដែលនៅសៀមនោះបានស្រែកឡើងយ៉ាងខ្លាំងភ្លាមនៅពេលដែលគាត់បានស្រែកឡើងយ៉ាងខ្លាំងនោះរបួសទាំងអស់របស់គាត់ត្រូវបានហែកចេញឈាមអន់ហូរចេញមកនៅក្នុងភ្នែករបស់គាត់មានពន្លឺព្រះច័ន្ទពណ៌ឈាមហើយគាត់បានសម្លឹងមើលទៅកាន់ស្លាបព្រះច័ន្ទពណ៌ឈាមដែលកំពុងតែចង់លេបតបាក់យកប្រជាវាហាក់បីជាស៊ូមីងបានបាត់បង់ការគ្រប់គ្រងទៅលើខ្លួនឯងគាត់បានស្ទុះទៅខាងមុខយ៉ាងឈួតលីលាសម្លេងស្រែករបស់គាត់បានបន្លឺឡើងយ៉ាងខ្លាំងវាបានទៅដល់ជារបស់ប្រជាមូសាងជាមួយនឹងប្រជាបៃតូដែលបានប្រែក្លាយជាស្លាបព្រះច័ន្ទពណ៌ឈាមដូចគ្នាសមោពណ៌ឈាមនៅក្នុងភ្នែករបស់ស៊ូមីងកាន់តែឆាបឆេះឡើងសាហាវខ្លាំងឡើងវាបានរីករាលពីពេញរាងកាយរបស់គាត់ដូចជាចង់ដុតគាត់ទាំងរស់នៅពេលដែលស៊ូមីងបានស្រែកឡើងមានតែកំណត់មួយតែប៉ុណ្ណោះក្នុងកំណត់របស់គាត់គឺត្រូវតែកម្ចាត់ស្លាបព្រះច័ន្ទពណ៌ឈាមដែលចង់លើកតបាក់ព្រះច័ន្ទនោះចោលភ្នែកមាត់ច្រមុះរបស់គាត់ត្រូវបានបង្ហូរឈាមគាត់មានអារម្មណ៍ថាដូចជាគាត់កំពុងតែហោះហើរហើយទៅតែលោតចេញពីដីយ៉ាងអញ្ចឹងទៅរកព្រះច័ន្ទដែលធ្លាក់មកពីខាងលើមេឃខណៈពេលនេះទស្សនវិជ្ជាដ៏ចម្លែកមួយបានបង្កើតឡើងស្លាបព្រះច័ន្ទពណ៌ឈាមដ៏ធំចាប់ផ្ដើមតស៊ូនៅពេលរូបរាងកាយរបស់ស៊ូមីងត្រូវបានផ្លាស់ប្ដូរប្រែក្លាយជាស្លាបព្រះច័ន្ទពណ៌ឈាមស្លាបដ៏ធំមួយគូបានលេចឡើងនៅពីខាងក្រោយខ្នងរបស់គាត់ដូចជាបៃទូដែររូបរាងរបស់គាត់បានប្រែក្លាយជាស្លាបព្រះច័ន្ទពណ៌ឈាមហើយគាត់បានហក់ទៅរកបៃទូភ្លាមនៅពីខាងមុខប្រតិចារាងកាយរបស់មូសាងបានញ័រខ្លួនក្នុងកំឡុងពេលនោះផងដែរគាត់បានឃើញមុខរបស់ស៊ូមីងនៅក្នុងស្លាបព្រះច័ន្ទពណ៌ឈាមគាត់បានកលេចមើលទៅកាន់ប្រតិចាមូសាងបន្តិចបន្ទាប់មកគាត់ក៏បានហក់ទៅរកបៃទូភ្លាមបៃទូមានការស្រឡាំងកាំងពេលនេះគាត់មិនដឹងថាគាត់បាត់បង់ការគ្រប់គ្រងកម្លាំងឈីទៅលើស្លាបព្រះច័ន្ទពណ៌ឈាមនៅក្នុងខ្លួនរបស់គាត់នោះទេនៅពេលដែលស៊ូមីងបានហក់ចូលមកវាបានឆ្លងកាត់ភ្នែករបស់គាត់បានដកថយយ៉ាងលឿនហើយហៀបនឹងរំលាយស្លាបព្រះច័ន្ទពណ៌ឈាមចោលនៅពេលដែលគាត់ដឹងថាគាត់បាត់បង់ការគ្រប់គ្រងទៅលើវាគាត់ហ៊ាននឹងប្រែទៅកាន់រាងកាយដើមរបស់គាត់វិញរូបរាងកាយរបស់ស៊ូមីងដែលបានប្រែក្លាយជាស្លាបព្រះច័ន្ទពណ៌ឈាមក៏បានខិតជិតទៅដល់ហើយវាប្រហារភ្លាមទៅកាន់បៃទូភ្លាមឲ្យគាត់ក្អួតចេញឈាមពេញមាត់រាងកាយរបស់គាត់បានដកថយរាប់រយហ្វីតមុនពេលដែលគាត់ក្រោកឈរឡើងវិញទឹកមុខរបស់គាត់មានការផ្អើលយ៉ាងខ្លាំងនៅពេលដែលស្លាបព្រះច័ន្ទពណ៌ឈាមនៅពីខាងក្រោយគាត់ត្រូវបានបំបែកខ្ទេចនោះស៊ូមីងមានអារម្មណ៍ថាខ្លួនឯងដូចជាបាត់បង់ការគ្រប់គ្រងហើយគាត់បានដួលទៅលើដីបន្ទាប់ពីវាប្រហារបៃទូរួចគាត់ក៏បានដឹងខ្លួនឡើងវិញនៅពេលនោះប្រជាបានវិលត្រឡប់ទៅរកកសិកម្មវិញដោយមានសុខភាពផងដែរកលេចមកកាន់បៃទូនៅខាងលើមេឃគាត់បានជូតឈាមចេញពីជ្រុងមាត់របស់គាត់នៅពេលគាត់សម្លឹងមើលទៅកាន់ប្រជាដែលនៅខាងក្រោមគាត់គឺពិតជាមានការផ្អើលយ៉ាងខ្លាំងពេលនេះគាត់មិនខ្វល់ពីផលបាបអ្វីទៀតទេគាត់ត្រូវតែសម្លាប់មូសាងឲ្យបាននិងសម្លាប់មនុស្សគ្នាគាត់បានចុះមកដីភ្លាមនៅពេលដែលគាត់ខិតជិតទៅរកប្រជាមូសាងគាត់បាននិយាយថាមូសាងទោះបីជាឯងលបបង់ជីវិតរបស់ឯងឥឡូវនេះក៏ដោយក៏ឯងមិនមែនជាគូប្រកួតរបស់ខ្ញុំដែរឯងមិនអាចទៅរួចទេបៃទូបានលើកដៃស្ដាររបស់គាត់ឡើងហើយហៀបនឹងកំទេចរូបសំណាកព្រះដែលនៅពីលើប្រជាមូសាងស្រាប់តែរូបពណ៌បៃតងមួយបានលេចចេញពីចន្លោះចាររបស់ប្រជាណានសងបានខិតមកជិតគាត់បៃទូបាននិយាយថាណានសងទោះបីជាឯងបានហ្វឹកហាត់នៅសិល្បៈមួយនេះក៏ដោយប៉ុន្តែឯងមិនទាន់បានយល់ច្បាស់អំពីទម្រង់ពិតរបស់វានៅឡើយទេតើឯងអាចខ្លាចជាគូប្រកួតរបស់យើងបានដោយរបៀបណាទៅគាត់បានសើឡើងយ៉ាងខ្លាំងហើយបានកវីដៃចេញបន្តិចនោះពន្លឺពណ៌បៃតងបានលុបចេញភ្លាមហើយប្រែក្លាយជាស្រមោលមនុស្សម្នាក់ប្រជាណានសងបានឈរនៅក្នុងស្រមោលពណ៌បៃតងគាត់បានក្អកចិញ្ចៀមពណ៌ខ្មៅភ្លាមសម្លេងក្រហមបានបន្លឺឡើងពីខាងក្នុងកលសម្ព័ន្ធមេដឹកនាំកលសម្ព័ន្ធភ្នងងឹតបានស្ទុះទៅរកបៃទូមួយរំពេចភ្នែកទោះបីជាគាត់អស់កម្លាំងក៏ដោយគាត់ត្រូវតែការពារប្រជាឲ្យបានខណៈពេលនេះមជុលទាំង5បានដោតនៅលើខ្លួនរបស់ប្រជារាងកាយរបស់គាត់បានញ័រចំហាយដល់ខ្លាំងក្លាបានផ្ទុះចេញពីរាងកាយរបស់គាត់វាធ្វើឲ្យបៃទូមានការផ្អើលយ៉ាងខ្លាំងពេលនេះគាត់លែងខ្វល់ទៅហើយគាត់បានធ្វើសកម្មភាពភ្លាមគាត់បញ្ញាហក់ទៅរករូបសំណាកព្រះម៉ាន់សូនៅពីលើប្រជាមូសាងនៅពេលដែលមេដឹកនាំកលសម្ព័ន្ធបានហក់មករកគាត់នោះគាត់បានកវីដៃតែបន្តិចទេមេដឹកនាំកលសម្ព័ន្ធក៏បានខ្ទាតទៅចម្ងាយរាប់រយហ្វីតទៅហើយប៉ុន្តែទោះជាណាក៏ដោយមនុស្សជាច្រើនមកពីកលសម្ព័ន្ធភ្នំងឹតមិនបានដកថយទេបានស្ទុះទៅរកគាត់ក្នុងពេលតែមួយស៊ូមីងក៏បានស្ទុះទៅក្នុងចំណោមពួកគេដែរនៅពីខាងក្រោយគាត់ក៏មានឡៃឈិនពួកគេបានរត់ទៅរកបៃទូទាំងអស់គ្នាសម្លេងស្រែករបស់ឈិនស៊ីនបានលើឡើងពីខាងក្រោយនៅពេលដែលបៃលីងបានហក់ទៅរកប្រជាបៃទូមុនពេលដែលបៃលីងចូលទៅជិតនោះប
ប្រជាបៃតូបានចង្អុលដៃស្ដាំរបស់គាត់មករកបៃលីភ្លាមៗហើយដៃស្ដាំរបស់បៃលីបានប្រែក្លាយទៅជាឈាមភ្លាមៗនៅពេលដែលគាត់ត្រូវបានបោះចោលទៅលើដីខណៈពេលនេះផងដែរមកចូលឆ្អឹងទាំង5បានលេចឡើងនៅជុំវិញខ្លួនប្រជានោះកំពុងតែចាក់ចូលក្នុងរាងកាយរបស់គាត់ស៊ូមីនិងឡៃឈិនចាប់ដើមស្ទុះទៅខាងមុខយ៉ាងស្គូលីលានៅពេលដែលពួកគេបានឃើញថាប្រជាស្ថិតនៅក្នុងចម្ងាយរាប់សិបហ្វីតអំពីពួកគេប៉ុន្តែយ៉ាងណាក៏ដោយគាត់មិនអាចលឿនជាងប្រជាបៃតូបានទេខណៈពេលនោះបៃតូបានលើកដៃស្ដាំរបស់គាត់ដើម្បីប្រហារទៅកាន់រូបសំណាកព្រះម៉ានស៊ូនៅពេលដែលគាត់បានវាប្រហារពន្លឺដ៏អស្ចារ្យមួយបានឆាបឆេះនៅខាងលើមេឃស្នាមប្រេះច្រើនបានលេចឡើងនៅលើផ្ទៃរបស់វាហើយបានផ្ទុះឡើងភ្លាមៗបានប្រែក្លាយជាបំណាយរាប់មិនអស់ខ្ទាតទៅគ្រប់ទិសទីរូបសំណាកព្រះម៉ានស៊ូនៃកោសម្ព័ន្ធភ្នំងឹតដែលជានិមិត្តរូបនៃកោសម្ព័ន្ធត្រូវបានបំបែកនៅចំពោះមុខមនុស្សគ្រប់គ្នានៅពេលដែលរូបសំណាកត្រូវបានបំបែកភ្លាមៗបៃតូក៏បានហក់ទៅរកប្រជាមូសាងក្នុងពេលមួយរំពេចភ្នែកភ្លាមៗនោះអ៊ូឡានាងក៏បានរត់ទៅបាំងមុខរបស់ប្រជាបៃតូបានកវីដៃរបស់គាត់ចេញបន្តិចនោះកម្លាំងខ្លាំងក្លាបានបុកចូលទៅក្នុងខ្លួនរបស់អ៊ូឡារាងកាយរបស់នាងក៏បានដួលភ្លាមៗនៅពេលដែលនាងត្រូវបានកវែងចេញទៅរកស៊ូមីងមកចូលទាំង7នៅតែចាក់ចូលទៅក្នុងឆ្អឹងកងរបស់ប្រជាមូសាងខណៈពេលនេះវាត្រូវបានបញ្ចប់ប្រជាបានបើកភ្នែកឡើងហើយបញ្ចេញនូវសម្លេងក្រហមវាធ្វើផ្ទៃមេឃបានរំជួយចេតនាសម្លាប់ខ្លាំងក្លារបស់មូសាងបានទម្លុះផ្ទៃមេឃនិងផែនដីគាត់បានផ្ទុះចេញពីមនុស្សគ្រប់គ្នាហើយបានហក់ទៅរកបៃតូក្នុងពេលមួយរំពេចភ្នែកពួកគេទាំងពីរនេះបានហក់ឡើងទៅលើមេឃជាមួយគ្នាម្ដងទៀតខណៈពេលនេះការឆាប់ដ៏ខ្លាំងមួយបានចាក់ចូលទៅក្នុងថ្ពាល់ខាងស្ដាំរបស់ស៊ូមីងនេះវាបានមកពីរូបសំណាករបស់ព្រះម៉ានស៊ូត្រូវបានបំបែកនោះឯងឈាមពណ៌ក្រហមមួយបានលេចចេញមកពីមុខរបួសរបស់គាត់ប៉ុន្តែស៊ូមីងមិនបានចាក់អារម្មណ៍វាទេគាត់បានឃើញរាងកាយរបស់អ៊ូឡាដែលបានគ្រីស្វិតយ៉ាងឆាប់រហ័សមុនពេលដែលនាងបានដួលទៅលើដីនាងបានប្រែក្លាយជាកំណោស្បែកហើយឆ្អឹងរួចទៅហើយគាត់បានដើរទៅចាប់នាងនៅពេលនាងបានដួលទៅលើដីមុខរបស់នាងបង្ខូចទ្រង់ទ្រាយឈាមបានហូរចេញពីបបោះរបស់នាងរាងកាយរបស់នាងចាប់ដើមគ្រីស្វិតបន្តិចម្ដងនាងបានញញឹមមើលទៅកាន់គាត់ហើយក៏បានសួរថាតើឯងគឺជាមូស៊ូតាមែនទេនាងបានព្យាយាមលើកដៃរបស់នាងប៉ះកាន់មុខស៊ូមីងប៉ុន្តែភ្លាមៗនោះនាងក៏បាននិយាយទៅតិចវិញថាឯងមិនមែនជាគាត់ទេឯងមិនមែនទេបន្ទាប់ពីនោះមកនាងក៏បានទម្លាក់ដៃចុះហើយខ្លួនរបស់នាងលែងបានកម្រើកទៀតហើយបៃតូបានជប់ឆាំងជាមួយនឹងប្រជាមូសាយ៉ាងខ្លាំងនៅខាងលើមេឃប្រជាមូសាក៏បានស្រែកមកពីខាងលើមេឃថាស៊ូមីងឆាប់យកមនុស្សចាក់ចេញខណៈពេលនោះផងដែរបៃតូបានកវេដៃរបស់គាត់ចេញពន្លឺដារាប់រយបានធ្លាក់មកលើមនុស្សគ្រប់គ្នាវាបានកាត់ទៅជាជ្រៅដ៏ធំមួយបានបាំងបិទផ្លូវរបស់ពួកគេមើលមិនឃើញចុងបញ្ចប់នៃស្នាមប្រេះនេះទេវាដូចជាជ្រៅមិនអាចបំបែកបានយ៉ាងចឹងស៊ូមីងនៅតែរក្សាភាពស្ងប់ស្ងាត់របស់គាត់បន្ទាប់មកស៊ូមីងបានដាក់សរស័តរបស់អ៊ូឡាចុះគាត់បានរើសចូលបំណាយរបស់រូបសំណាកព្រះម៉ានស៊ូចេញមកពីលើដីបន្ទាប់មកគាត់បានសង្កត់វាទៅកាន់ចន្លោះដើមទ្រូងរបស់គាត់ស្លាកស្នាមនៅលើមុខរបស់គាត់ដែលត្រូវបានបង្កើតឡើងដោយបំណាយនៃសំណាករូបព្រះម៉ានស៊ូនោះបានប្រែក្លាយជាកាយសាហាវឈាមនៅតែបន្តហូរចេញពីថ្ពាល់ខាងស្ដាំរបស់គាត់បានសម្លឹងមើលទៅកាន់សមាជិកទាំងអស់នៃកោសម្ព័ន្ធហើយក៏បាននិយាយតោះទៅគាត់បានលើកប្រជាណានសុងនិងមេដឹកនាំកោសម្ព័ន្ធដែលចិត្តស្លាប់ប្រកល់ឲ្យទៅកាន់ឡៃឆិននិងអ្នកតីមុនពេលគាត់ឈ្មោះទៅរកហ្វូងមនុស្សបៃលីងបាត់បង់ដោយមួយចំហៀងក៏លែងមើលទៅកាន់ស៊ូមីងពីខាងក្រោយគាត់មានអារម្មណ៍ថាមានការផ្លាស់ប្ដូរមួយបានកើតឡើងចំពោះស៊ូមីងដែលធ្វើគាត់មានអារម្មណ៍ថាស៊ូមីងបានប្រែក្លាយជាមនុស្សថ្មីយ៉ាងចឹងដែរមុខរបស់ស៊ូមីងស្ងប់ស្ងាត់មានភាពជានិងការសាហាវនៅក្នុងភ្នែករបស់គាត់បានកាន់លំពេងវែងនៅក្នុងដៃនៅពេលដែលគាត់ស្ពុះទៅរកសត្រូវគ្រប់គ្នាដែលបានហក់ចូលមកនៅពីខាងក្រោយគាត់មនុស្សទាំងអស់គឺបានបាត់បង់ការការពារពីរូបសំណាកព្រះរួចទៅហើយឥឡូវនេះអ្នកហ្វឹកហាត់ទាំងអស់នៅក្នុងកោសម្ព័ន្ធនៅសល់តែស៊ូមីងឡៃឆិនជាមួយនឹងសានហិនតែប៉ុណ្ណោះប្រជាសានហិនក៏ប្រឡាក់ទៅដោយឈាមផងដែរគាត់បានដើរយ៉ាងស្ងៀមស្ងាត់នៅពីខាងក្រោយមេកោសម្ព័ន្ធពេលខ្លះគាត់សម្លឹងមើលទៅខាងក្រោយហាក់បីជាមិនដឹងខ្លួនហើយពេលខ្លះគាត់មានអារម្មណ៍ថាមិនចង់ចុះសម្រុងគាត់មិនដឹងថាគាត់ត្រូវវិពណ៌នាអំពីអារម្មណ៍របស់គាត់របៀបណាទេគាត់បានបន្តដំណើរទៅខាងមុខទៀតការប្រយុទ្ធរបស់ប្រជាមូសានិងបៃតូនៅខាងលើមេឃនៅតែបន្តកូនលន់ក៏បានបន្លឺឡើងជាបន្តបន្ទាប់ដូច្នេះសាច់រឿងរបស់យើងក៏កាត់ស្លែកតែប៉ុណ្ណេះផងដែរ